ក្រុមនីតិវិធីរដ្ឋបវេនីកម្ពុជាត្រូវបានតាក់តែងឡើងតាមរយៈជំនួយរបស់ជប៉ុនអស់ប្រហែល7ឆ្នាំហើយត្រូវបានអនុម័តដោយសភាជាតិនៅខែកក្កដាឆ្នាំ2006បន្ទាប់មកត្រូវបានចាប់ផ្ដើមអនុវត្តទូទាំងប្រទេសនៅខែកក្កដាឆ្នាំ2007វីដេអូនេះបង្ហាញអំពីនីតិវិធីនៃការជំនុំជម្រះរឿងក្តីរដ្ឋបវេនីលើកទី1ក្រោមក្រុមនីតិវិធីរដ្ឋបវេនីថ្មីដែលយកករណីទាមទារប្រាក់កម្ចីមកធ្វើជាឧទាហរណ៍ហើយដែលចែកការនឹងវិជាឋានបណ្ដុះបណ្ដាលច្បាប់នៃក្រសួងយុតិធម៌ជប៉ុននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិបានសហការគ្នាធ្វើឡើងដើម្បីឲ្យអ្នកទទួលបន្ទុកក្នុងការអនុវត្តជាក់ស្ដែងនៅក្រមនីតិវិធីរដ្ឋបវេនីនេះនៅប្រទេសជាណាចក្រកម្ពុជាព្រមទាំងអ្នកផ្សេងទៀតយកមកសិក្សានិងធ្វើជាឯកសារយោងបាននេះគឺជារឿងក្តីមួយដែលដើមចោតឈ្មោះខៀវអាតបានឲ្យចុងចម្លើយឈ្មោះសុកបូរ៉ាខ្ចីប្រាក់ចំនួន$8,000ហើយដើមចោតបានប្តឹងទាមទារឲ្យចុងចម្លើយសងប្រាក់កម្ចីនេះចុងចម្លើយបានអះអាងថាខ្លួនបានសងមួយភាគគឺ$6,000ហើយបានទទួលនៅការលើកលែងនៅចំនួនទឹកប្រាក់ដែលនៅសល់ដូច្នេះហើយចុងចម្លើយក៏បានបដិសេធមិនព្រមសងហេតុនេះហើយដើមចោតបានដាក់ពាក្យបណ្ដឹងទាមទារឲ្យចុងចម្លើយសងប្រាក់កម្ចីនេះក្រោយពីបានដាក់ពាក្យបណ្ដឹងហើយនៅការបរិច្ឆេទនៃការត្រៀមសម្រាប់ទាញហេតុផលលើកទី1និងលើកទី2ភាគីបានថ្លែងសេចក្តីអំពីពាក្យបណ្ដឹងឯកសារចម្លើយនិងឯកសារត្រៀមហើយបន្ទាប់មកការអះអាងនិងរៀបចំភស្តុតាងក៏ត្រូវបានធ្វើឡើងបន្ទាប់ពីនោះនៅការបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់លើកទី1តុលាការបានធ្វើការពិនិត្យភស្តុតាងដោយសមូហវិធីដោយធ្វើការសាកសួរសាក្សី3នាក់គឺប្រពន្ធចុងចម្លើយនិងដើមចោតមុនពេលបញ្ចប់ការបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់លើកទី1តុលាការបានសាកល្បងធ្វើការសម្របសម្រួលក៏ប៉ុន្តែมันបានទទួលលទ្ធផលហើយភាគីទាំងសងខាងចង់ឲ្យតុលាការចេញសាលក្រមនៅការបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់លើកទី2ភាគីទាំងសងខាងបានធ្វើសេចក្តីថ្លែងការណ៍អំពីឯកសារត្រៀមចុងក្រោយហើយការទាញហេតុផលក៏ត្រូវបានបញ្ចប់បន្ទាប់មកជាចុងក្រោយនៅការបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់លើកទី3តុលាការបានប្រកាសសាលក្រមដាក់បណ្ដឹងបានពឹងមេធាវីឈ្មោះលោកមាសពេជ្រឲ្យសរសេរពាក្យបណ្ដឹងហើយគាត់បានយកពាក្យបណ្ដឹងនេះព្រមទាំងភស្តុតាងជាឯកសារទៅដាក់នៅតុលាការក្រុងភ្នំពេញនៅថ្ងៃទី12ខែមករាឆ្នាំ2007នៅតុលាការគេបានបញ្ជូនរឿងក្តីនេះទៅផ្នែករដ្ឋបវេនីការិយាល័យទី2ចាត់ការហើយលោកចៅក្រមប៉ែនបូរ៉ាវីជាអ្នកទទួលបន្ទុកជំនុំជម្រះតែម្នាក់ឯងលោកចៅក្រមប៉ែនបូរ៉ាវីបានពិនិត្យពាក្យបណ្ដឹងហើយឃើញថាពាក្យបណ្ដឹងនេះពុំមានបញ្ហាឬកំហុសអ្វីទេដូច្នេះហើយក៏បានកំណត់ថ្ងៃទី9ខែកុម្ភៈឆ្នាំ2007វេលាម៉ោង10ព្រឹកជាការបរិច្ឆេទនៃការត្រៀមសម្រាប់ការទាញហេតុផលលើកទី1ចុងចម្លើយដែលបានទទួលពាក្យបណ្ដឹងដោយសារការបញ្ជូនពីតុលាការក៏បានពឹងមេធាវីឈ្មោះវីរៈបុត្រធ្វើឯកសារចម្លើយហើយដាក់នៅតុលាការនៅថ្ងៃទី5ខែកុម្ភៈឆ្នាំ2007អរុនសួស្តីខ្ញុំជាចៅក្រមទទួលបន្ទុករឿងក្តីនេះអរុនសួស្តីខ្ញុំឈ្មោះមាសពេជ្រជាអ្នកតំណាងដោយអាណត្តិរបស់ដើមចោតខៀវអាតអរុនសួស្តីខ្ញុំឈ្មោះវីរៈបុត្រជាអ្នកតំណាងដោយអាណត្តិរបស់ចុងចម្លើយសុកបូរ៉ាឥឡូវនេះខ្ញុំគិតចាប់ផ្ដើមនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលស្តីពីរឿងក្តីទាមទារប្រាក់កម្ចីរវាងដើមចោតនិងចុងចម្លើយដំបូងស្តីពីរឿងក្តីនេះក្នុងដំណាក់កាលនេះបើសិនជាអាចសាសជាបានខ្ញុំចង់ណែនាំឲ្យសាសជាមិនទៅលោកតំណាងខាងដើមចោតខាងខ្ញុំយ៉ាងអន់ណាស់ក៏ទាល់តែចុងចម្លើយគេសងប្រាក់ដើមទើបអាចទទួលការផ្សះផ្សានេះបានចុះលោកតំណាងខាងចុងចម្លើយយល់យ៉ាងណាដែរចំពោះសំណើរបស់ខាងដើមចោតតើលោកមានយោបល់យ៉ាងណាដែរឬក៏មានសំណើអ្វីដែរខាងខ្ញុំមានតែទាមទារច្រើនចោលនឹងការទាមទាររបស់ដើមចោតតែប៉ុណ្ណោះក្នុងដំណាក់កាលនេះគ្មានគំនិតសាសជានឹងដើមចោតដោយការបង់ប្រាក់ឲ្យគេនោះទេបើអញ្ចឹងក្នុងដំណាក់កាលនេះមានការពិបាកនឹងផ្សះផ្សាណាស់មើលទៅដូច្នេះខ្ញុំសូមបញ្ចប់ការផ្សះផ្សាត្រឹមនេះហើយឈានទៅនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលតែយ៉ាងណាដែរលោកទាំងពីរសូមអញ្ជើញបាទបើអញ្ចឹងសូមលោកតំណាងដើមចោតថ្លែងការអំពីពាក្យបណ្ដឹង
បាទដើមចោតទាមទារឲ្យលោកចៅក្រមចេញសាលក្រមដូចតទៅហើយសូមប្រកាសអនុវត្តជាបណ្ដោះអាសន្នក៏ចុងចម្លើយត្រូវបង់ទៅឲ្យដើមចោតនៅទឹកប្រាក់ចំនួន$9,600ព្រមទាំងទឹកប្រាក់ចំនួន20%ក្នុងមួយឆ្នាំនៃប្រាក់$8,000ក្នុងទឹកប្រាក់$9,600នេះដែរដោយគិតពីថ្ងៃទី2មិថុនា2006រហូតដល់ថ្ងៃដែលបានបង់ចប់សពគ្រប់ខចុងចម្លើយត្រូវទទួលរ៉ាប់រងនៅប្រាក់ប្រដាប់ក្តីដើមចោតបានទាមទារនៅសាលក្រមដូចនេះដោយផ្អែកលើសិទ្ធិទាមទារក្នុងចំណុចទី2ស្តីពីការទាមទារដែលមាននៅក្នុងពាក្យបណ្ដឹងនេះដំបូងសូមទាមទារប្រាក់$8,000ដែលកាត់ឡើងដោយការសិទ្ធិទាមទារឲ្យសងប្រាក់កម្ចីដោយផ្អែកលើកិច្ចសន្យាខ្ចីបរិភោគដែលបានធ្វើឡើងរវាងដើមចោតនិងចុងចម្លើយម្យ៉ាងទៀតគេទាំងពីរក៏បានព្រមព្រៀងគ្នាអំពីការប្រាក់ចំនួន2ឆ្នាំគឺ10%ក្នុងមួយឆ្នាំដោយគិតរហូតដល់កាលកំណត់សងនិងអំពីការប្រាក់នៃការសងយឺតយ៉ាវក្រោយកាលកំណត់សង20%ក្នុងមួយឆ្នាំដូច្នេះហើយដើមចោតបានទាមទារទាំងការប្រាក់$1,600ទាំងការប្រាក់នៃការយឺតយ៉ាវដោយគិតរហូតដល់ពេលដែលបានសងចប់សពគ្រប់បន្ទាប់ទៀតខ្ញុំសូមពន្យល់អំពីអង្គហេតុដែលជាមូលហេតុនៃការទាមទារនិងអង្គហេតុសំខាន់ៗដែលមានការពាក់ព័ន្ធនេះដូចមាននៅក្នុងចំណុចទី3ដែរនៅថ្ងៃទី1មិថុនា2004ដើមចោតបានធ្វើកិច្ចសន្យាឲ្យចុងចម្លើយខ្ចីប្រាក់ចំនួន$8,000ដោយកំណត់ឲ្យសងនៅថ្ងៃទី1មិថុនា2006ដោយគិតការប្រាក់ 10% ក្នុងមួយឆ្នាំនិងការប្រាក់នៃការសងយឺតយ៉ាវ 20% ក្នុងមួយឆ្នាំហើយដើមចោតក៏បានប្រគល់ប្រាក់$8,000ទៅឲ្យចុងចម្លើយដោយផ្អែកលើកិច្ចសន្យានោះអ្នកទាំងពីរបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរហើយចុងចម្លើយក៏បានចុះហត្ថលេខាលើកិច្ចសន្យានោះដែរលុះដល់ថ្ងៃទី1មិថុនា2006ចុងចម្លើយបានទៅផ្ទះដើមចោតហើយត្អូញថាឪពុកខ្លួនមានជំងឺហើយរហូតដល់សប្តាហ៍ថ្ងៃនេះមិនទាន់បានសងទេហើយនេះគឺជាលិខិតនៃកិច្ចសន្យាដែលបានរៀបរាប់អំបញ្ញមិញដូច្នេះខ្ញុំសូមដាក់ផុសតាងជាឯកសារ X1 នេះជូនលោកចៅក្រមបាទសូមទទួលយកលោកតំណាងដើមចោតសូមលោកដាក់ឯកសារដើមនៃភ័ស្តុតាងជាឯកសារ X1 ឲ្យខ្ញុំយ៉ាងណាដែរភ័ស្តុតាង X1 នេះតើពិតឬមិនពិតខាងចុងចម្លើយបាទมันមានវិវាទចំពោះបាត់ភ័ស្តុតាងនេះទេដូច្នេះសូមសងឯកសារជូនលោកវិញបន្ទាប់មកសូមអញ្ជើញលោកតំណាងរបស់ចុងចម្លើយធ្វើសេចក្តីថ្លែងការណ៍អំពីឯកសារចម្លើយបាទសូមអរគុណលោកចៅក្រមខាងខ្ញុំសូមទាមទារសាលក្រមដូចតទៅដោយដែលបានសរសេរក្នុងចំណុចទី1នៃឯកសារចម្លើយដែរកច្រានចោលនៅការទាមទាររបស់ដើមចោតខដើមចោតត្រូវទទួលរ៉ាប់រងនៅប្រាក់ប្រដាប់ក្តីការទទួលស្គាល់ឬមិនទទួលស្គាល់នៅការអានរបស់ដើមចោតនេះដូចក្នុងឯកសារចម្លើយចំណុចទី2ដែរសូមទទួលស្គាល់ថាចុងចម្លើយបានខ្ចីប្រាក់ចំនួន$8,000ហើយបានទទួលប្រាក់នោះមែនហើយក៏បានកំណត់ពេលសងការប្រាក់និងការប្រាក់នៃការយឺតយ៉ាវដោយដែលដើមចោតបានអះអាងនោះមែនហើយចុងចម្លើយក៏បានចុះហត្ថលេខាលើកិច្ចសន្យាឯកសារនោះមែនបន្ទាប់មកការអះអាងរបស់ចុងចម្លើយដូចដែលមាននៅក្នុងចំណុចទី3នៃឯកសារចម្លើយនៅថ្ងៃទី1មិថុនាឆ្នាំ2006ចុងចម្លើយបានដកប្រាក់$5,000ពីគណនីធនាគាររបស់ខ្លួនហើយបានខ្ចីប្រាក់$1,000ពីសៅដារ៉ាដែលត្រូវជាពូរបស់ប្រពន្ធខ្លួនបូកសរុបទៅ$6,000ហើយនៅថ្ងៃដដែលនោះពេលល្ងាចចុងចម្លើយនឹងប្រពន្ធគាត់បានទៅផ្ទះដើមចោតជាមួយគ្នាហើយបានសងមួយភាគនៃបំណុលនោះគឺ$6,000ម្យ៉ាងទៀតនៅខ្ទង់ខែមិថុនាឆ្នាំ2006នោះកូនរបស់ដើមចោតបានជិះរថយន្តចាស់មួយម៉ាកកាមេរីដែលមានតម្លៃប្រហែល$4,000-5,000ប្រហែលជាដើមចោតយកប្រាក់ដែលចុងចម្លើយបានសងនោះទៅទិញហើយមើលទៅលើសពីនេះនៅពេលនោះឪពុកចុងចម្លើយបានចូលពេទ្យនៅបរទេសដូច្នេះចុងចម្លើយមានការពិបាកខ្លាំងពីបញ្ហាប្រាក់កាសនេះហើយក៏បាននិយាយប្រាប់ដើមចោតអំពីបញ្ហានេះហើយសុំសងមួយភាគគឺ$6,000សិនឬដូច្នោះដើមចោតក៏មានចិត្តអាណិតអាសូរចំពោះចុងចម្លើយហើយក៏បាននិយាយថាបំណុលនៅសល់នោះមិនបាច់សងទេហេតុនេះហើយឥឡូវនេះចុងចម្លើយពុំមានកាតព្វកិច្ចសងបំណុលដើមចោតទេឥឡូវនេះខ្ញុំសូមរៀបចំនៅការអាងរបស់អ្នកតំណាងចុងចម្លើយសិនគឺថាចុងចម្លើយបានទទួលស្គាល់នៅអង្គហេតុទាំងអស់ដែលដើមចោតបានអះអាងក្នុងចំណុចអង្គហេតុដែលជាមូលហេតុនៃការទាមទារមិនអញ្ចឹងបាទក៏ប៉ុន្តែចុងចម្លើយបានអះអាងថាទី1
គឺខ្លួនបានសងមួយភាគគឺ$6,000ហើយទី2គឺដើមចោតបានលើកលែងបំណុលដែលនៅសល់នោះដូច្នេះហើយតាមចំណុចទាំងពីរនេះចុងចម្លើយអស់មានកាតព្វកិច្ចសងបំណុលដែលនៅសល់នោះមែនឬទេ ពិតជាអញ្ចឹងមែន យ៉ាងម៉េចដែរខាងដើមចោតតើនៅថ្ងៃនេះលោកទទួលស្គាល់ឬមិនទទួលស្គាល់នៅការអាងរបស់ចុងចម្លើយនេះ លោកចៅក្រមខ្ញុំទើបតែបានទទួលឯកសារចម្លើយប៉ុន្មានថ្ងៃមុននេះអត់មានពេលសួរកូនក្តីខ្ញុំនៅឡើយទេដូច្នេះថ្ងៃនេះមិនអាចនិយាយថាទទួលស្គាល់ឬមិនទទួលស្គាល់បាននៅឡើយទេតែទោះជាយ៉ាងណាក៏ដោយច្បាស់ជាមានវិវាទត្រង់ចំណុចដែលគេបានអះអាងទាំងនេះសំទោសខ្ញុំចង់បញ្ជាក់បន្តិចអំពីបញ្ហាថាចុងចម្លើយបានសងមួយភាគនោះចុងចម្លើយអត់មានវិក័យប័ត្រទេមិនអញ្ចឹង អត់មានវិក័យប័ត្រទេចុងចម្លើយបានទាមទារឲ្យដើមចោតចេញវិក័យប័ត្រដែរតាមពិតទៅតែដើមចោតបានប្រកែកមិនចេញវិក័យប័ត្រដោយសារតែមិនទាន់បានសងគ្រប់ទាំងអស់ វាមិនដែលពេលដែលទទួលប្រាក់ដើមចោតតែងតែចេញវិក័យប័ត្រឲ្យគេ បញ្ហានេះតើត្រូវបញ្ជាក់ផុសតាំងយ៉ាងម៉េចទៅ លោកតំណាងទាំងពីរស្ដីពីបញ្ហានេះថ្ងៃនេះសូមស្លេះត្រឹមនេះសិនទៅសង្ខេបទៅគឺលោកតំណាងខាងដើមចោតបានអះអាងថាគ្មានវិក័យប័ត្រដូច្នេះហើយនឹងបកស្រាយថាគ្មានការសងមួយពាក្យទេរីឯខាងលោកតំណាងចុងចម្លើយវិញលោកនឹងអះអាងអំពីការមិនបានទទួលវិក័យប័ត្រនោះដោយសារតែមានសារភាពដោយដែលលោកបានមានប្រសាសន៍អំបញ្ញមិញមិនអញ្ចឹងដូច្នេះចំណុចទាំងនេះសូមលោកទាំងពីរបញ្ជាក់ឲ្យបានច្បាស់លាស់ពេលសាកសួរសាកសីទៅ បាទមិនអីទេ បានអីទេ ខ្ញុំចង់សួរបញ្ជាក់បកក្រោយបន្តិចលោកតំណាងខាងដើមចោតនឹងដាក់ឯកសារត្រៀមសម្រាប់ការទាញហេតុផលដើម្បីធ្វើការទទួលស្គាល់ឬមិនទទួលស្គាល់ព្រមទាំងឆ្លើយតបចំពោះការអាងរបស់ចុងចម្លើយឲ្យបានមុនការបោះឆ្នោតលើកក្រោយមែនទេ បាទមិនបញ្ហាទេលោកចៅក្រម ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ច្បាស់ជាមានវិវាទស្ដីពីការអាងរបស់ចុងចម្លើយហើយដូច្នេះថ្ងៃនេះអ្វីៗដែលអាចរៀបចំបានធ្វើឲ្យហើយជាការល្អខាងចុងចម្លើយស្ដីពីការអាងថាបានសងមួយភាគនឹងការលើកលែងបំណុលដែលនៅសល់នោះក្នុងដំណាក់កាលនេះតើលោកតំណាងមានគម្រោងធ្វើការបញ្ជាក់ភស្តុតាងយ៉ាងណាដែរ ដំបូងខ្ញុំចង់សាកសួរសម័យខ្លួនចុងចម្លើយបន្ទាប់មកពេលដែលគាត់បានសងមួយភាគហើយដើមចោតបានលើកលែងបំណុលដែលនៅសល់នោះប្រពន្ធគាត់ក៏មានវត្តមានជាមួយដែរដូច្នេះខ្ញុំគិតស្នើសុំឲ្យសួរសាក់សីដែលជាប្រពន្ធគាត់ដែរបន្ទាប់មកមុននឹងទៅសងបំណុលនោះចុងចម្លើយបានទៅដកប្រាក់$5,000ពីធនាគារហើយបានខ្ចីប្រាក់$1,000ពីសាច់ញាតិគាត់ឈ្មោះសៅតារាបញ្ហាទាំងពីរនេះសុទ្ធតែមានឯកសារដូច្នេះហើយលើកក្រោយខ្ញុំនឹងដាក់ឯកសារទាំងនេះជូនចំពោះតាងលើសពីនេះដោយដែលបានបញ្យល់អំបញ្ញមិញអញ្ចឹងក្រោយពេលចុងចម្លើយសងបំណុលមួយភាគនោះដើមចោតបានទិញរថយន្តមួយខ្ញុំយល់ឃើញថានេះអាចបញ្ជាក់ការសងបំណុលមួយភាគដល់ចុងចម្លើយដែរដូច្នេះហើយចំពោះចំណុចនេះបើសិនជាខាងដើមចោតមិនទទួលស្គាល់ទេខ្ញុំក៏នឹងខិតខំរកវិធីបញ្ជាក់ដែរ លោកតំណាងខាងដើមចោតសូមលោកបញ្ជាក់ឲ្យបានច្បាស់លាស់អំពីការទទួលស្គាល់ឬមិនទទួលស្គាល់នៅការអាងរបស់ចុងចម្លើយស្ដីពីការទិញរថយន្តតាមរយៈឯកសារត្រៀមផង មិនអីទេលោកចៅក្រម ដល់ត្រឹមនេះតើខាងលោកតំណាងដើមចោតថ្ងៃនេះតើលោកមានចង់បញ្ជាក់អ្វីក្រៅពីនេះថែមទៀតឬទេ ទេអត់ទេលោកចៅក្រមសូមអរគុណខ្ញុំនឹងសួរបញ្ជាក់ពីកូនក្តីខ្ញុំហើយដាក់ឯកសារត្រៀមជូនតុលាការឲ្យបានមុនកាលបរិច្ឆេទបន្ទាប់ ចុះខាងលោកតំណាងចុងចម្លើយថ្ងៃនេះតើលោកមានចង់បញ្ជាក់អ្វីក្រៅពីនេះទៀតឬទេ បាទអត់ទេខ្ញុំគិតចាំឲ្យខាងដើមចោតធ្វើការទទួលស្គាល់ឬមិនទទួលស្គាល់សិន បើអត់ទេជជែកអំពីបញ្ហាដំណើរការរហូតដល់ការបោះឆ្នោតលើកក្រោយវិញពេលដែលខាងដើមចោតដាក់ឯកសារស្ដីពីការទទួលស្គាល់ឬមិនទទួលស្គាល់ព្រមទាំងឆ្លើយតបនឹងការអាងច្បាស់ជាអាចដឹងអំពីចំណុចវិវាទហើយសូមលោកតំណាងទាំងពីរពិចារណាជាមុនអំពីការស្នើសុំសាកសួរសាកសីនិងស្នើសុំដាក់ភស្តុតាង មិនអីទេ បានអីទេ បើសិនជាមានដំណើរការល្អនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលប្រហែលជានឹងអាចបញ្ចប់លើកក្រោយដូច្នេះលើកក្រោយនេះសូមលោកទាំងពីរត្រៀមអំពីការបញ្ជាក់នៅការអះអាងផងដែរ បាទយល់ហើយលោកចៅក្រម ខាងដើមចោតដើម្បីរៀបចំឯកសារត្រៀមតើលោកត្រូវការពេលប្រមាណ មើលតាមមើលត្រូវការប្រហែល1អាទិត្យលោកចៅក្រម អញ្ចឹងសូមលោកដាក់ឯកសារត្រៀមនេះត្រឹមថ្ងៃទី16កុម្ភៈហើយប្រហែលជាមួយអាទិត្យបន្ទាប់ទៀតគិតបើការបោះឆ្នោតត្រៀមសម្រាប់ការទាញហេតុផលលើកក្រោយ
ដូច្នេះសូមលោកទាំងពីរគិតទុកជាមុនអំពីបញ្ហាដែលខ្ញុំបានលើកឡើងអំបញ្ញមិញនេះយ៉ាងណាដែរ បាទមិនទេ ការបោះឆ្នោតលើកក្រោយនឹងធ្វើនៅថ្ងៃទី23កុម្ភៈវេលាម៉ោង10ព្រឹកតែយ៉ាងណាដែរលោកតំណាងដើមចោត មិនអីទេ ចុះខាងចុងចម្លើយ មិនអីទេលោកចក្រម ដូច្នេះការបោះឆ្នោតលើកក្រោយនឹងធ្វើនៅថ្ងៃទី23កុម្ភៈវេលាម៉ោង10ព្រឹកសូមបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលថ្ងៃនេះសូមអរគុណលោកទាំងពីរ ក្រៅពីនោះលោកមេពេជ្របានជួបជជែកនឹងដើមចោតហើយបានរៀបចំឯកសារត្រៀមទី1ហើយបានយកឯកសារនោះព្រមទាំងពាក្យស្នើសុំឲ្យពិនិត្យភស្តុតាងនិងភស្តុតាងជាឯកសារដាក់ជូនតុលាការនៅថ្ងៃទី16ខែកុម្ភៈឆ្នាំ2007អ្នកតំណាងចុងចម្លើយក៏បានពិនិត្យឯកសារទាំងនោះហើយក៏បានជួបជជែកជាមួយចុងចម្លើយហើយបានដាក់ពាក្យស្នើសុំឲ្យពិនិត្យភស្តុតាងនិងភស្តុតាងជាឯកសារជូនតុលាការដែរនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2007 អរុនសួស្ដីលោកទាំងពីរ អរុនសួស្ដីលោកចក្រម ក្រម ឥឡូវនេះសូមបន្តនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលពីលើកមុនជាបឋមសូមលោកតំណាងខាងដើមចោតធ្វើសេចក្តីថ្លែងការណ៍អំពីឯកសារត្រៀមទី1 សូមអរគុណនេះជាការទទួលស្គាល់ឬមិនទទួលស្គាល់ព្រមទាំងការឆ្លើយតបចំពោះអង្គហេតុដែលអះអាងដោយចុងចម្លើយស្ដីពីរឿងដែលចុងចម្លើយបានដកប្រាក់$5,000ពីធនាគាររបស់គាត់និងការខ្ចីប្រាក់$1,000ពីសាច់ញាតិគាត់នៅថ្ងៃទី1មិថុនា2006ដើមចោតមិនដឹងទេស្ដីពីការសងមួយភាគគឺ$6,000ដោយចុងចម្លើយនៅថ្ងៃទី1មិថុនា2006នោះដើមចោតសូមបដិសេធមិនទទួលស្គាល់ការដែលចុងចម្លើយនិងប្រពន្ធគាត់បានទៅផ្ទះដើមចោតនៅថ្ងៃនោះគឺមិនមែនដើម្បីសងបំណុលទេគាត់ទៅជាសុំខ្ចីថែម$4,000ទៀតពីដើមចោតដោយសារតែឪពុកគាត់មានជំងឺគាត់គ្មានបានសង$6,000ទេពេលដែលទទួលប្រាក់ដែលគេសងនោះដើមចោតតែងតែចេញវិក័យប័ត្រជានិច្ចដូច្នេះលើកនេះក៏ដូចគ្នាដែរបើគាត់ទទួលសំណងមួយភាគនោះគាត់ច្បាស់ជាចេញវិក័យប័ត្រហើយចុងចម្លើយអត់មានវិក័យប័ត្រនេះសឲ្យឃើញថាគាត់មិនបានសងមួយភាគទេបន្ទាប់មកសូមទទួលស្គាល់នឹងការទិញរថយន្ត Mark Camry ក្នុងតម្លៃ$5,000នៅថ្ងៃទី30មិថុនា2006ក៏ប៉ុន្តែដើមចោតបានដកប្រាក់ពីធនាគារខ្លួនទៅទិញទេនៅថ្ងៃទី15មិថុនា2006ដើមចោតបានដកប្រាក់$10,000ពីធនាគាររបស់គាត់ហើយគាត់យក$5,000ទៅទិញរថយន្ត Mark Camry នោះហើយនៅសល់ប្រាក់$5,000ទៀតគាត់បានចាយវាយនៅលើអាពាហ៍ពិពាហ៍កូនស្រីគាត់ម្យ៉ាងទៀតនៅថ្ងៃទី1ដល់ថ្ងៃទី30មិថុនា2006នោះពុំមានអ្នកណាបញ្ចូលប្រាក់ថែមទៀតក្នុងគណនីនេះទេបើមើលទៅតាមចំណុចទាំងអស់នេះឃើញថាដើមចោតមិនបានយកប្រាក់ដែលចុងចម្លើយបានសងមួយភាគនោះទៅទិញរថយន្តដោយដែលចុងចម្លើយបានអះអាងនោះទេសូមបដិសេធមិនទទួលស្គាល់នឹងការបង្ហាញឆន្ទៈលើកលែងបំណុលដែលនៅសល់ដោយដើមចោតទេដើមចោតមិនបានលើកលែងបំណុលជាដាច់ខាតខែកក្កដាឆ្នាំ2006មកដើមចោតបានដាស់តឿនឲ្យចុងចម្លើយសងបំណុលនោះជាច្រើនដង បាទសូមអរគុណដូច្នេះចំណុចវិវាទនៃរឿងក្តីនេះគឺទី1តើមានការសងមួយភាគឬទេទី2គឺតើដើមចោតបានលើកលែងបំណុលដែលនៅសល់ដែរឬទេមិនអញ្ចឹងលោកទាំងពីរ បាទត្រូវហើយ បន្ទាប់មកតាមការនិយាយគ្នាលើកមុនខាងចុងចម្លើយមានគម្រោងថានឹងបញ្ជាក់ភស្តុតាងអំពីចំណុចនេះដោយឲ្យសាក្សីធ្វើសេចក្តីថ្លែងការណ៍ហើយក្រៅពីនេះនឹងធ្វើការហាងឬបញ្ជាក់អំពីស្ថានភាពផ្សេងៗដែលអាចឲ្យដឹងបានថាមានការសងមួយភាគមិនអញ្ចឹង បាទអញ្ចឹងមែន ឥឡូវនេះសូមលោករៀបចំស្ដីអំពីសិសានភាពដែលអាចឲ្យដឹងបានថាមានការសងមួយភាគសូមលោកពន្យល់មួយចំណុច សូមអរគុណនៅថ្ងៃទី1មិថុនា2006ចុងចម្លើយបានដកប្រាក់$5,000ពីគណនីធនាគាររបស់ខ្លួនហើយបានខ្ចី$1,000ពីសាច់ញាតិខ្លួនតាមរយៈអង្គហេតុទាំងអស់នេះលោកចក្រមអាចដឹងច្បាស់ថានៅថ្ងៃនោះចុងចម្លើយបានសងបំណុលមួយភាគទៅឲ្យដើមចោតមែនដើម្បីបញ្ជាក់ភស្តុតាងខ្ញុំសូមដាក់ឯកសារ2មួយគឺរបាយការណ៍គណនីធនាគារជាភស្តុតាង Y1 ហើយមួយទៀតគឺកិច្ចសន្យាខ្ចីបរិភោគរវាងចុងចម្លើយនិងសាច់ញាតិគាត់ដែលជាភស្តុតាង Y2
ខ្ញុំសូមទទួលយកសូមលោកដាក់សំណៅដើមមក លោកតំណាងដើមចោតស្ដីពីឯកសារជាភ័ស្តុតាង Y1 និង Y2 តើមានបញ្ហាឬទេ អត់វិវាទទេលោកចៅក្រម ដូច្នេះខ្ញុំសូមផ្សងជូនវិញលោកតំណាងដើមចោតចំពោះការអះអាងរបស់ចុងចម្លើយអំបញ្ញមិញខាងដើមចោតមិនដឹងមិនអញ្ចឹង បាទអញ្ចឹងមែនប៉ុន្តែទោះជាគាត់រកប្រាក់បាន$6,000នោះមែនក៏ដោយតែគាត់មិនបានសងបំណុលទៅឲ្យដើមចោតទេ លោកតំណាងចុងចម្លើយស្ដីពីស្ថានភាពដែលអាចឲ្យដឹងបានថាចុងចម្លើយបានសងមួយភាគក្រៅពីស្ថានភាពដែលលោកបានរៀបរាប់មុននោះតើមានអ្វីផ្សេងទៀតឬទេ បាទក្រោយពីចុងចម្លើយបានសង$6,000រួចហើយនោះប្រហែលជាខ្ទង់ខែមិថុនាឆ្នាំ2006នោះដើមចោតបានទិញរថយន្តម៉ាក Camry មួយតម្លៃប្រហែល$5,000មើលទៅដូច្នេះអាចសន្និដ្ឋានបានថាគាត់យក$5,000ពីប្រាក់$6,000ដែលចុងចម្លើយបានសងគាត់នោះយកទៅបង់ទិញរថយន្តហើយ លោកតំណាងខាងដើមចោតបញ្ហានេះតើយ៉ាងណាដែរ លោកចៅក្រមដើមចោតបានទិញរថយន្តម៉ាក Camry មួយតម្លៃ$5,000មែនតែគាត់ទិញរថយន្តនោះនៅថ្ងៃទី30មិថុនាឆ្នាំ2006ទេគឺប្រហែលជាមួយខែក្រោយថ្ងៃទី1មិថុនានោះដើម្បីធ្វើការបញ្ជាក់ភស្តុតាងអំពីបញ្ហានេះខ្ញុំសូមដាក់ភស្តុតាងជាឯកសារ H3 ដែលជាវិក័យប័ត្រទិញរថយន្តម្យ៉ាងទៀតដើមចោតបានទិញរថយន្ត Camry នោះដោយប្រាក់ខ្លួនឯងទេដើម្បីទិញរថយន្តនោះគាត់បានដកប្រាក់ពីធនាគារគាត់$10,000នៅថ្ងៃទី15មិថុនាម្យ៉ាងទៀតពីថ្ងៃទី1ដល់ថ្ងៃទី30មិថុនាពុំមានការបញ្ចូលប្រាក់ក្នុងគណនីធនាគាររបស់ដើមចោតទេដើម្បីធ្វើការបញ្ជាក់ភស្តុតាងនៃចំណុចទាំងអស់នេះខ្ញុំសូមដាក់របាយការណ៍គណនីធនាគារជាភស្តុតាង H2 ខ្ញុំសូមទទួលយកសូមដាក់សំណៅដើមមកឲ្យខ្ញុំ លោកតំណាងចុងចម្លើយស្ដីពីឯកសារភស្តុតាង X2 និង X3 តើមានបញ្ហាដែរឬទេ បាទអត់វិវាទទេ ដូច្នេះខ្ញុំសូមផ្សងជូនវិញចុះលោកតំណាងខាងចុងចម្លើយតើក្រៅពីនេះចង់អះអាងអ្វីផ្សេងទៀតដែរឬទេដើម្បីអាចសន្និដ្ឋានបានថាចុងចម្លើយបានសងមួយភាគ លោកចៅក្រមដោយដែលបានបញ្យល់អំបញ្ញមិញដែរចុងចម្លើយបានប្រាក់$6,000ហើយទៅផ្ទះដើមចោតនៅថ្ងៃដដែលនោះក៏ជាស្ថានភាពមួយដែលអាចសន្និដ្ឋានបានថាគាត់បានសងមួយភាគដែរលោកចៅក្រម លោកតំណាងដើមចោតខ្ញុំចង់បញ្ជាក់បន្តិចស្ដីអំពីអង្គហេតុដែលថាចុងចម្លើយបានទៅផ្ទះដើមចោតនៅថ្ងៃទី1មិថុនាឆ្នាំ2006នោះតើដើមចោតទទួលស្គាល់ឬទេ បាទដើមចោតអះអាងថាគាត់ទៅទីនោះជាការពិតហើយតែមិនមែនទៅដើម្បីសងបំណុលដោយគាត់ថានោះទេគឺពេលគាត់ទៅទីនោះគាត់ប្រាប់លេសមិនអាចសងបានតាមពេលកំណត់ហើយថែមទាំងបានសុំខ្ចី$4,000ទៀត ចុះខាងលោកតំណាងចុងចម្លើយក្រៅពីនេះចង់អះអាងអ្វីផ្សេងទៀតឬទេពាក់ព័ន្ធការសងមួយភាគនេះ អត់ទេលោកចៅក្រមក្រោយពីនេះខ្ញុំគ្មានអ្វីទៀតទេ អូនឹកឃើញហើយលោកចៅក្រមខ្ញុំសូមបន្ថែមមួយទៀតចុងចម្លើយអត់មានវិក័យប័ត្របញ្ជាក់ថាដើមចោតបានទទួលប្រាក់ទេនេះសូមឲ្យឃើញច្បាស់លាស់ថាគាត់មិនបានសងបំណុលមួយភាគទេ ចំពោះចំណុចនេះតើយ៉ាងណាដែរខាងលោកតំណាងចុងចម្លើយលោកមានអ្វីចង់តបឬទេ លោកចៅក្រមបញ្ហានេះគឺចុងចម្លើយបានទាមទារវិក័យប័ត្រដែរតែដើមចោតគាត់មិនយល់ព្រមចេញឲ្យទេដោយគាត់និយាយថាតលតែសងអស់ទៅគាត់ចេញឲ្យ លោកតំណាងដើមចោតតើក្រៅពីនេះចង់អះអាងអ្វីផ្សេងទៀតដើម្បីឲ្យអាចសន្និដ្ឋានបានថាចុងចម្លើយមិនបានសងមួយភាគ បាទលោកចៅក្រមក្រៅពីនេះអត់មានអ្វីទៀតទេ
បើអត់ទេសុំសួររឿងមួយទៀតបញ្ហាបង្ហាញឆន្ទៈលើកលែងបំណុលវិញតើខាងចុងចម្លើយមានអ្វីអះអាងដើម្បីឲ្យដឹងថាដើមចោតបាននិយាយថាលើកលែងបំណុលដែលនៅសល់នោះ ចំពោះបញ្ហានេះខាងខ្ញុំចង់ធ្វើការបញ្ជាក់ភស្តុតាងដោយផ្ទាល់ដោយការសាកសួរសាក់សីតែម្ដងអូលោកចក្រមខាងលោកតំណាងដើមចោតបានទទួលស្គាល់ថាពេលដែលចុងចម្លើយទៅផ្ទះដើមចោតនោះគាត់ឮចុងចម្លើយបាននិយាយអំពីជំងឺរបស់ពុកចុងចម្លើយដូច្នេះនេះក៏ជាចំណុចមួយដែលអាចបង្ហាញថាដើមចោតមានការណិតសូរដល់ចុងចម្លើយហើយក៏បានលើកលែងបំណុលដែលនៅសល់នោះ ទេលោកចៅក្រមដូចជាជ្រុលពេកហើយចុងចម្លើយបាននិយាយថាឪពុកគាត់មានជំងឺនោះគឺដើម្បីសុំខ្ចីប្រាក់$4,000ថែមទៀតទេតែគាត់បែរជានិយាយថាដើមចោតបានលើកលែងបំណុលឲ្យគាត់ទៅវិញវាមិនដែល មិនចឹងបញ្ហាដែលថាឪពុកចំចម្លើយមានជំងឺនេះមានការពិបាកនឹងកំណត់ថាខាងណានិយាយត្រូវខាងណានិយាយខុសណាស់ចាំពេលក្រោយពេលសាកសួរភាគីទាំងសងខាងខ្ញុំនឹងស្ដាប់សម្ដីទាំងពីរខាងហើយនឹងសម្រេចទៅតាមនោះក្រៅពីនេះតើមានអ្វីដែលចង់អះអាងថែមទៀតពាក់ព័ន្ធនឹងការបង្ហាញឆន្ទៈលើកលែងបំណុលនេះ លោកចៅក្រមខាំដងចោតមានពីខែកក្កដាឆ្នាំ2006មកដើមចោតបានដាស់តឿនឲ្យចុងចម្លើយសងបំណុលនេះគឺអាចឲ្យសន្និដ្ឋានបានថាគ្មានការលើកលែងបំណុលដែលនៅសល់នោះទេ បាទខ្ញុំសូមអរគុណលោកតំណាងដើមចោតម្យ៉ាងទៀតពាក់ព័ន្ធនឹងការដាស់តឿនឲ្យសងបំណុលដោយដើមចោតនេះតើខាងចុងចម្លើយទទួលស្គាល់ឬទេ បាទលោកចក្រមស្ដីពីបញ្ហានេះពីខែកក្កដាឆ្នាំ2006មកដើមចោតបានដាស់តឿនទាមទារឲ្យចុងចម្លើយសងបំណុលមែនក៏ប៉ុន្តែដោយការអះអាងរបស់ដើមចោតអញ្ចឹងគឺក្នុងឡងពេលយ៉ាងតិចមួយខែគឺក្នុងខែមិថុនាដើមចោតមិនបានទាមទារឲ្យសងទេតាមអង្គហេតុនេះអាចឲ្យដឹងថាគេបានលើកលែងបំណុលហើយចំពោះចុងចម្លើយវិញគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែជាងមួយខែក្រោយមកស្រាប់តែដើមចោតទាមទារឲ្យគាត់សងទៅវិញហេតុអ្វីបានគាត់និយាយបាត់ដៃជាខ្នងដៃអញ្ចឹងខាងខ្ញុំនេះទេដែលចង់ឲ្យខាងដើមចោតបញ្យល់ឲ្យបានច្បាស់លាស់ ដោយសារតែអត់លេងបំណុលនោះហើយបានជាគេទាមទារឲ្យសងនោះ រឿងនេះបញ្ចប់ត្រឹមនឹងបាទហើយខាងដើមចោតបានអះអាងថាមិនបានលើកលែងបំណុលនោះបានជាគេទាមទារឲ្យសងពីខែកក្កដាមកនោះរីឯខាងចុងចម្លើយវិញបានលើកយកបញ្ហាថាដើមចោតមិនបានទាមទារឲ្យសងក្នុងខែមិថុនាដូច្នេះនេះសឲ្យឃើញថាមានការលើកលែងបញ្ហានេះខ្ញុំនឹងស្ដាប់ការសាកសួរសាកសីពេលក្រោយក្រៅពីនេះតើមានអ្វីអះអាងថែមទៀតទេ ទេអស់ហើយ បាទខ្ញុំគុណចឹងដែរ ការរៀបចំនៅការហាងនេះរួចរាល់អស់ហើយបន្ទាប់មកខ្ញុំសូមសួរអំពីការស្នើសុំឲ្យសាកសួរសាកសីរបស់ភាគីទាំងសងខាងវិញខាងចុងចម្លើយតើលោកស្នើសុំឲ្យសាកសួរសាកសីណាខ្លះ បាទលោកចក្រមដោយតែបានសរសេរក្នុងពាក្យសំណើដែរគឺសុំឲ្យសាកសួរប្រពន្ធរបស់ចុងចម្លើយឈ្មោះគ្រឿងបុប្ផានិងចុងសម័យខ្លួនតែម្ដង បើអញ្ចឹងខ្ញុំសូមសម្រេចយល់ព្រមទាំងអស់ចោះខាងដើមចោតវិញយ៉ាងណាដែរអំពីការស្នើសាកសួរសាកសីនេះ ខាងខ្ញុំស្នើសុំឲ្យសាកសួរសម័យខ្លួនដើមមិនដឹងដោយដែលបានសរសេរក្នុងពាក្យស្នើសុំដែរ អញ្ចឹងខ្ញុំសូមសម្រេចយល់ព្រមដែរបើអញ្ចឹងលើកក្រោយនៅក្នុងនីតិវិធីទាញហេតុផលដល់ផ្ទាល់មាត់គឺធ្វើការសាកសួរសាកសីខាងចុងចម្លើយមុនឈ្មោះគ្រឿងបុប្ផាបន្ទាប់មកចុងចម្លើយសម័យខ្លួនហើយបន្ទាប់មកនឹងធ្វើការសាកសួរសាកសីខាងដើមចោតគឺដើមចោតសម័យខ្លួនតែម្ដងយ៉ាងណាដែរតាមលំដាប់លំដោយនេះ បាទមិនអីទេ បាទខ្ញុំក៏ឯកភាពដែរ បន្ទាប់មកមុននឹងបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលនេះខ្ញុំសូមបញ្ជាក់អំពីចំណុចវិវាទនិងអំពីអង្គហេតុដែលត្រូវធ្វើការបញ្ជាក់ភស្តុតាងចំណុចវិវាទសំខាន់នៃរឿងក្តីនេះគឺនៅថ្ងៃទី1មិថុនា2006ពេលដែលចុងចម្លើយបានទៅផ្ទះដើមចោតចំណុចទី1គឺតើចុងចម្លើយបានសងបំណុលមួយភាគដល់ដើមចោតដែរឬទេហើយទី2គឺតើដើមចោតបានបង្ហាញឆន្ទៈលើកលែងបំណុលដែលនៅសល់នោះដែរឬទេមែនឬទេ បាទអញ្ចឹងមែនហើយ បាទអញ្ចឹងមែន បន្ទាប់មកក្នុងការនិយាយគ្នានៅផ្ទះដើមចោតភាគីទាំងសងខាងនឹងបញ្ជាក់ឲ្យបានច្បាស់លាស់តាមការសាកសួរសាកសីមែនឬទេ បាទលោកចក្រម
បន្ទាប់មកទាំងសងខាងបានលើកឡើងនៅរឿងអ្វីផ្សេងៗដែលស្របនឹងការអះអាងរៀងៗខ្លួនដូច្នេះសូមឲ្យបញ្ជាក់ឡើងវិញខាងចុងចម្លើយបានអះអាងថាពេលទៅផ្ទះដើមចោតចុងចម្លើយបានរកប្រាក់ចំនួន$6,000បានហើយបានទៅផ្ទះដើមចោតស្ដីពីចំណុចនេះខាងចុងចម្លើយក៏នឹងសាកសួរសាកសីនឹងសម័យខ្លួនដែរមែនឬទេ បាទអញ្ចឹងហើយលោកចក្រម យ៉ាងទៀតខាងចុងចម្លើយបានអះអាងថាក្រោយពេលបានសងមួយភាគប៉ុន្មានថ្ងៃក្រោយមកដើមចោតបានទិញរថយន្តមួយតម្លៃ$5,000ស្ដីពីប្រាក់ដើម្បីទិញរថយន្តនេះខាងដើមចោតបានដាក់ភស្តុតាងជាឯកសារហើយថែមទាំងនឹងសាកសួរសាមីខ្លួនដើមចោតផងដើម្បីបញ្ជាក់រឿងនេះមែនឬទេ ផ្ទុយទៅវិញខាងដើមចោតបានអះអាងថាចុងចម្លើយអត់មានវិក័យប័ត្រដើម្បីបញ្ជាក់ថាខ្លួនបានសងមួយភាគទេដូច្នេះនេះគឺជារឿងដែលអាចបដិសេធថាគ្មានបានសងមួយភាគទេនៅពេលដែលធ្វើការសាកសួរសាកសីភាគីខាងចុងចម្លើយនឹងបញ្ជាក់នៅបញ្ហាដែលខ្លួនមិនបានទទួលវិក័យប័ត្រមែនឬទេ បាទលោកចក្រម ចុងបញ្ចប់ស្ដីពីស្ថានភាពបង្ហាញឲ្យដឹងថាមានការលើកលែងបំណុលដែលនៅសល់វិញពីខែកក្កដាឆ្នាំ2006មកដើមចោតបានអះអាងថាខ្លួនបានដាស់តឿនទាមទារបំណុលនោះពីចុងចម្លើយជាច្រើនដងចំពោះចំណុចនេះភាគីទាំងសងខាងនឹងបញ្ជាក់អំពីសភាពជាក់ស្ដែងនៃការទឿនឲ្យសងបំណុលនោះនៅពេលសាកសួរសាកសីមែនឬទេ បាទមែនហើយលោកចៅក្រម បាទមែនលោកចក្រម មិនទៅអង្គហេតុដែលត្រូវបញ្ជាក់ភស្តុតាងមានតែប៉ុណ្ណោះទេយ៉ាងណាដែរលោកទាំងពីរ បាទអ បាទ ត់ អស់អីទៀតហើយ បើអស់ហើយសូមបញ្ចប់នីតិវិធីត្រៀមសម្រាប់ការទាញហេតុផលត្រឹមនេះលើកក្រោយគឺជាការបកឆែកនៃការទាញហេតុផលដល់ផ្ទាល់មាត់ហើយខ្ញុំចង់ធ្វើនៅថ្ងៃទី23មីនាឆ្នាំ2007វេលាម៉ោង10ព្រឹកតើយ៉ាងណាដែរលោកទាំងពីរ បាទយល់ព្រម បាទលោកចក្រម ដូច្នេះសូមកំណត់ការបកឆែកនៃការទាញហេតុផលដល់ផ្ទាល់មាត់នៅថ្ងៃទី23ខែមីនាឆ្នាំ2007វេលាម៉ោង10ព្រឹកសូមបញ្ចប់នីតិវិធីថ្ងៃនេះសូមអរគុណ តុលាការក្រុងភ្នំពេញឆ្នាំ2007លេខ117រឿងក្តីទាមទារប្រាក់កម្ចី អរុនសុស្ដីលើកទាំងពីរ អរុនសួស្តី បាទរុនសួស្ដី បន្ទាប់មកខ្ញុំសូមចាប់ផ្ដើមស្ដាប់ដំណើរការជាបឋមសូមលោកតំណាងក្តាមចោតធ្វើសេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃការត្រៀមសម្រាប់ការទាញហេតុផល អំពីបញ្ហាដែលដើមចោតទាមទារប្រាក់កម្ចី$8,000និងការប្រាក់ព្រមទាំងការប្រាក់នៃការយឺតយ៉ាវតាមកិច្ចសន្យានេះចុងចម្លើយមិនបដិសេធអំពីការខ្ចីនោះទេចំពោះវិវាទនៃរឿងក្តីនេះមានពីរដូចតទៅចំណុចទី1គឺតើនៅថ្ងៃទី1មិថុនាឆ្នាំ2006នៅពេលដែលចុងចម្លើយទៅផ្ទះដើមចោតនោះតើចុងចម្លើយបានសងមួយភាគគឺ$6,000ឬមិនបានសងចំណុចទី2គឺពេលនោះតើដើមចោតបានបង្ហាញឆន្ទៈលើកលែងប្រាក់ដែលនៅសល់ឬមិនបានលើកលែងជាការធម្មតាទេដើមចោតបានបដិសេធអង្គហេតុទាំងពីរនេះចំពោះចំណុចទី1ពុំមានវិក័យប័ត្រទេនេះបង្ហាញឲ្យឃើញថាចុងចម្លើយពុំបានសងមួយភាគទេចំពោះចំណុចទី2ក្រោយពីនោះដើមចោតបានទៅដល់ផ្ទះចុងចម្លើយដើម្បីដាស់តឿនជាច្រើនដងឲ្យសងប្រាក់កម្ចីនោះនេះសរឲ្យឃើញថាដើមចោតពុំបានលើកលែងប្រាក់កម្ចីនោះទេយោតាមអង្គហេតុទាំងនេះខាងខ្ញុំបានដាក់ភស្តុតាងជាឯកសារជូនតុលាការពិនិត្យរួចហើយក្នុងការពិនិត្យភស្តុតាងថ្ងៃនេះយើងខ្ញុំក៏នឹងធ្វើការបញ្ជាក់ភស្តុតាងតាមរយៈការសាកសួរសម័យដើមចោត លោកតំណាងចុងចម្លើយចំណុចវិវាទមាន2ចំណុចនឹងមែនឬទេ ស្ដីពីអង្គហេតុដែលអត់វិវាទនិងអង្គហេតុដែលមានវិវាទគឺដូចដែលលោកតំណាងដើមចោតមានប្រសាសន៍មិញអញ្ចឹងចំពោះការអះអាងរបស់ដើមចោតស្ដីពីចំណុចវិវាទចុងចម្លើយបានឆ្លើយតបដូចតទៅជាបឋមចំណុចទី1ចុងចម្លើយមិនបានទទួលវិក័យប័ត្រពិតមែនតែដោយសារដើមចោតនិយាយថាបើសងមិនអោយបានគ្រប់ចំនួនទេគេមិនចេញវិក័យប័ត្រឲ្យទេម្យ៉ាងទៀតស្ថានភាពដែលអាចបញ្ជាក់ថាចុងចម្លើយបានសងមួយភាគនោះគឺនៅថ្ងៃនោះចុងចម្លើយបានរកប្រាក់សរុប$6,000ដើម្បីយកទៅសងលើសពីនេះប្រហែលថ្ងៃក្រោយថ្ងៃទី1ខែមិថុនាឆ្នាំ2006នោះ
ដើមចោតបានទិញរថយន្តមួយតម្លៃ$5,000ហើយប្រហែលជាដើមចោតបានយកប្រាក់$6,000ដែលចុងចម្លើយបានសងនោះទៅទិញឲ្យមើលទៅចំពោះការលើកលែងប្រាក់ដែលនៅសល់នោះក្រោយពេលដែលដើមចោតបានបង្ហាញឆន្ទៈលើកលែងនោះប្រហែលជាមួយខែគាត់មិនដែលទាមទារទេក្រោយពីនោះស្រាប់តែគាត់ទៅផ្ទះចុងចម្លើយផ្ទាល់ហើយទាមទារឲ្យសងទៅវិញចំពោះអង្គហេតុខាងលើនេះតុលាការបានពិនិត្យភស្តុតាងជាឯកសាររួចហើយក្នុងការពិនិត្យភស្តុតាងថ្ងៃនេះយើងខ្ញុំក៏នឹងបញ្ជាក់ភស្តុតាងតាមរយៈការសាកសួរសម័យចុងចម្លើយព្រមទាំងការសាកសួរសាក្សីដែលជាប្រពន្ធចុងចម្លើយ លោកតំណាងដើមចោតមានបញ្ហាឬទេ ខ្ញុំមានបញ្ហាមួយទៀតដែលសំខាន់ដែលខ្ញុំចង់ឆ្លើយតបដើមចោតបានទិញរថយន្តដោយដកប្រាក់ពីគណនីធនាគាររបស់ខ្លួនដោយដែលបានបញ្ជាក់ច្បាស់លាស់ដោយរបាយការណ៍របស់ធនាគារដែលខ្ញុំបានដាក់ជូនលោកចៅក្រម បាទចំពោះអង្គហេតុដែលត្រូវធ្វើការបញ្ជាក់នោះមានដូចដែលបានលើកឡើងអំបញ្ញមិញមែនឬទេស្ដីពីការពិនិត្យភស្តុតាងជាឯកសារឬលទ្ធផលនៃការទទួលយកសំណើអំពីការសាកសួរសាក្សីជាអាចនោះមានដូចដែលបានសរសេរក្នុងបញ្ជីភស្តុតាងជាឯកសារនិងបញ្ជីសាក្សីដែលមានភ្ជាប់នឹងកំណត់ហេតុនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលតើមានបញ្ហាដែរឬទេលោកទាំងពីរ បាទគ្មានបញ្ហា បាទ ទេ មានបញ្ហាទេលោក ដូច្នេះបន្ទាប់មកខ្ញុំសូមធ្វើការពិនិត្យភស្តុតាង បន្ទាប់ពីបានធ្វើសេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃការត្រៀមសម្រាប់ទាញហេតុផលតុលាការបានធ្វើការសាកសួរសាក្សីឈ្មោះគ្រឿងបុប្ផាដែលជាប្រពន្ធរបស់ចុងចម្លើយសុកបូរ៉ាក្រោយពីសួរឈ្មោះអាយុអាស័យដ្ឋានជាដើមរបស់គ្រឿងបុប្ផារួចហើយចៅក្រមក៏បានបញ្យល់អំពីគោលគំនិតនៃការធ្វើសច្ចាប្រណិធាននិងទណ្ឌកម្មក្នុងករណីដែលធ្វើសេចក្តីថ្លែងការណ៍មិនពិតហើយបានបង្កប់ឲ្យសាក្សីសច្ចា ឥឡូវនេះខ្ញុំសូមសួរអំពីរឿងក្តីលើកនេះស្ដីពីអង្គហេតុដែលគ្មានវិវាទរវាងភាគីទាំងសងខាងខ្ញុំសូមសួរសំណួរនាំមុខយ៉ាងដូចម្ដេចដែរលោកតំណាងដើមចោតនិងលោកតំណាងខាងចុងចម្លើយ បាទសូម បាទសូមអញ្ជើញលោកចៅក្រម ហើយខ្ញុំសូមហៅលោកខៀវអាថាដើមចោតរីឯលោកសុកបារាខ្ញុំសូមហៅថាចុងចម្លើយហើយអ្នកស្រីវិញខ្ញុំសូមហៅថាសាក្សីយ៉ាងណាដែរយល់ទេលោកស្រី ចាសសូមអញ្ជើញ អ្នកស្រីត្រូវជាប្រពន្ធសុកបារាមែនឬទេ ចា អ្នកស្រីបានទៅផ្ទះដើមចោតខៀវអាតនៅថ្ងៃទី1មិថុនាឆ្នាំ2006ជាមួយចុងចម្លើយមែនឬទេ ចាសពិតមែន តើអ្នកស្រីអញ្ជើញទៅនោះក្នុងគំនងអ្វីដែរ ប្តីនាងខ្ញុំនិយាយថាទៅសងប្រាក់កម្ចីឲ្យលោកខៀវអាតហើយនាងខ្ញុំក៏សុំទៅជាមួយទៅ សូមអ្នកស្រីនិយាយសង្ខេបអំពីរឿងអ្វីៗដែលដើមចោតនិងចុងចម្លើយបាននិយាយគ្នាពេលនោះផង ប្តីនាងខ្ញុំបានសងជូនលោកខៀវអាតចំនួន$6,000ដែលជាប្រាក់មួយភាគនៃប្រាក់កម្ចី បន្ទាប់មកដើមចោតសួរថាគិតយ៉ាងណាដែរអំពីប្រាក់ដែលនៅសល់ចំនួន$3,600នោះប្តីខ្ញុំក៏បញ្យល់អំពីជំងឺរបស់ពួកគាត់ហើយលោកខៀវអាតក៏មានចិត្តអាណិតអាសូរដល់គាត់ហើយគាត់ក៏បានប្រាប់ថាប្រាក់ចំនួន$3,600នោះមិនបាច់សងទេ ខ្ញុំសូមសួរតាមលំដាប់លំដោយប្រាក់$6,000នោះតើអ្នកស្រីដឹងថាត្រៀមយ៉ាងណាដែរ ចាស់ដឹងដែរ តើបានមកពីណាដែរ ប្តីនាងខ្ញុំបាននិយាយថាត្រូវសងប្រាក់ជូនលោកខៀវអាតដូច្នេះត្រូវសន្សំតែឪពុកប្តីនាងខ្ញុំមានជំងឺហើយត្រូវការប្រាក់ដើម្បីព្យាបាលជំងឺឪពុកប្តីនាងខ្ញុំគាត់បានចំណាយប្រាក់អស់ច្រើនប្រាក់ដែលនៅសល់ក្នុងគណនីធនាគារមានចំនួន$5,000ហើយបានបូកជាមួយនឹងប្រាក់កម្ចី$1,000ដែលបានខ្ចីពីពូនាងខ្ញុំឈ្មោះសៅតារានោះសរុបទាំងអស់មានចំនួន$6,000 តើចុងចម្លើយបាននិយាយយ៉ាងណាដែរពេលសងនោះ
ប្តីនាងខ្ញុំបាននិយាយថាมันអាចត្រៀមបានគ្រប់ចំនួនទេដូច្នេះសូមសង$6,000សិនហើយគាត់ក៏បានជូន$6,000នោះទៅដើមចោតទៅ ដើមចោតនិយាយយ៉ាងណាដែរ ចាលោកខៀវអាតបានសួរថានៅសល់$3,600នោះគិតយ៉ាងណាដែរ ពេលនោះតើសានភាពដើមចោតយ៉ាងណាដែរ លោកខៀវអានដូចជាខឹងយ៉ាងខ្លាំងគួរឲ្យខ្លាចបន្តិចដែរដោយសារតែបានសងមួយភាគហេតុនេះហើយគាត់ច្បាស់ជាខឹងហើយ តើចុងចម្លើយបាននិយាយយ៉ាងណាដែរស្ដីពីប្រាក់$3,600នោះ ប្តីនាងខ្ញុំបាននិយាយថាបំនៅនៅសល់សូមចាំបន្តិច តើគាត់បានពន្យល់អំពីមូលហេតុដែលចង់ពន្យាការសងនោះដែរឬទេ ចាប្តីនាងខ្ញុំបាននិយាយថាឪពុកគាត់កើតមហារាជហើយត្រូវទៅវះនៅបាងកកដូច្នេះទៅប្រាក់ចំណាយអស់ច្រើនណាស់ អំបញ្ញមិញអ្នកស្រីបាននិយាយអំពីការសន្សំប្រាក់ដើម្បីសងតើសន្សំនៅក្នុងគណនីធនាគាររបស់អ្នកណាហើយបានប៉ុន្មានដែរ គណនីធនាគារប្តីនាងខ្ញុំនិយាយត្រង់ទៅនាងខ្ញុំមិនបានដឹងថាសន្សំបានប៉ុន្មានទេតែគាត់បានប្រាប់ខៀវអាថាគាត់សន្សំបាន$10,000 តើចុងចម្លើយបានសន្យាថាពេលណាទើបសងដែរឬទេ អត់ទេគាត់គ្រាន់តែសុំឲ្យចាំបន្តិចទៀតប៉ុណ្ណោះ តើអ្នកស្រីសម័យខ្លួនគិតឃើញថាអង្កាលទើបអាចរកប្រាក់$3,600ដើម្បីសង នាងខ្ញុំគិតថានឹងសងឆាប់ៗតែមិនបានគិតថាអង្កលទេទើបអាចរកប្រាក់នឹងសងបាន តើអ្នកស្រីបានពិគ្រោះជាមួយនឹងចុងចម្លើយអំពីការសងបំណុលនេះដែរឬទេ ទេនាងខ្ញុំមិនបានពិគ្រោះទេ ពេលនោះតើចុងចម្លើយមានអ្វីជាទីរំពឹងដើម្បីរកប្រាក់$3,600នោះដែរឬទេ នាងខ្ញុំគិតថានឹងខំប្រឹងប្រែងធ្វើការទាំងពីរនាក់ដើម្បីនឹងសងបំណុលនោះ ពេលនោះតើចុងចម្លើយបាននិយាយអ្វីខ្លះក្រៅពីនេះ ប្តីនាងខ្ញុំបានអង្វរគាត់ជាច្រើនដងដែរថាក្នុងនាមជាមិត្តសម្លាញ់ដូច្នេះសូមជួយគ្នាផង តើអ្នកស្រីបាននិយាយអ្វីខ្លះដែរពេលនោះ នាងខ្ញុំក៏បាននិយាយជាច្រើនដងដែរថាសូមជួយយើងខ្ញុំទាំងពីរផង ពេលនោះតើដើមចោតមានប្រតិកម្មយ៉ាងណាដែរ លោកខៀវអានក៏មានប្រសាសន៍ថាដឹងហើយមិនអីទេ$3,600នោះគឺមិនបាច់សងទេ គេនិយាយថាមិនបាច់សងមែនឬទេ ចាអញ្ចឹងមែន តើពេលនោះអ្នកទាំងពីរធ្វើយ៉ាងណាដែរ នាងខ្ញុំនិងប្តីនាងខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងហើយក៏បានថ្លែងអំណរគុណគាត់ជាច្រើន ស្ដីពីវិក័យប័ត្រតើបាននិយាយអ្វីខ្លះដែរ បានដែរពេលសង$6,000ដំបូងនោះប្តីនាងខ្ញុំបានសុំឲ្យលោកខៀវអាតចេញវិក័យប័ត្រដែរតែគាត់បដិសេធមិនចេញឲ្យ តើដើមចោតបាននិយាយអ្វីខ្លះពេលបដិសេធមិនសរសេរនោះ ចាលោកខៀវអាតបាននិយាយថាដោយសារតែសងមិនគ្រប់ចំនួនដូច្នេះมันអាចចេញវិក័យប័ត្របានទេ ពេលគាត់និយាយថាមិនអាចចេញវិក័យប័ត្របានតើចុងចម្លើយនិយាយអ្វីខ្លះដែរ នាងខ្ញុំមិនចាំដែរ តើចុងចម្លើយបានសុំឲ្យដើមចោតចេញវិក័យប័ត្រតែម្ដងឬយ៉ាងណាដែរ នាងខ្ញុំមិនចាំច្បាស់ដែរប្រហែលតែតែម្ដងមិនដឹង តើអ្នកស្រីបានសុំឲ្យដើមចោតចេញវិក័យប័ត្រដែរឬទេ ទេមិនបានសុំទេ ហេតុអ្វីបានជាអ្នកស្រីមិនសុំឲ្យគេចេញវិក័យប័ត្រដូច្នេះ ដោយសារតែគឺជារឿងរវាងប្តីនាងខ្ញុំនិងលោកខៀវអាតដូច្នេះនាងខ្ញុំគិតឃើញថានាងខ្ញុំមិនគួរចេញមុខខ្លាំងពេកទេ អ្នកស្រីទៅជាមួយប្តីដើម្បីធ្វើអ្វីដែរ
ដោយសារតែប្តីនាងខ្ញុំមិនអាចសងបានគ្រប់ចំនួនហេតុនេះហើយនាងខ្ញុំក៏ទៅជាមួយដើម្បីសុំពន្យាពេលសងនោះ តើអ្នកស្រីយល់ឃើញយ៉ាងណាដែរអំពីការដែលគេមិនចេញវិក័យប័ត្រនោះ ពេលនោះនាងខ្ញុំមិនបានគិតឃើញអ្វីទាំងអស់ហើយប្តីនាងខ្ញុំក៏មិនបាននិយាយអ្វីលើសពីនេះដូច្នេះនាងខ្ញុំគិតឃើញថាมันមានបញ្ហាដែរ តើអ្នកស្រីមិនបានគិតថាបើអត់វិក័យប័ត្រទៅថ្ងៃក្រោយនឹងមានបញ្ហាថាបានសងឬមិនបានសងទេឬ លោកចៅក្រមមានប្រសាសន៍អញ្ចឹងទៅនាងខ្ញុំយល់ឃើញថាអញ្ចឹងដែរតែពេលនោះមិនបានគិតឃើញទេ ក្រោយពេលនិយាយអំពីការមិនសរសេរវិក័យប័ត្រនោះទើបដើមចោតបាននិយាយអំពីការលើកលែងប្រាក់$3,600នោះមែនឬទេ ចាស់អញ្ចឹងមែន ពេលនិយាយថាមិនចេញវិក័យប័ត្រនោះតើដើមចោតមានស្ថានភាពយ៉ាងណាដែរ ពេលនោះគាត់មិនស្រួលចិត្តទេ ក្រោយពេលនិយាយថាលើកលែង$3,600នោះតើដើមចោតមានស្ថានភាពយ៉ាងណាដែរ ពេលនោះដូចជាស្ងប់ចិត្ត ពីពេលដែលគាត់និយាយថាមិនចេញវិក័យប័ត្ររហូតដល់ពេលដែលគាត់បានលើកលែងបំណុលដែលនៅសល់នោះមានប្រហែលប្រមាណនាទីដែរ នាងខ្ញុំចាំមិនច្បាស់ទេប្រហែលជា5ទៅ10នាទី ក្រោយពេលមានការលើកលែងបំណុលនោះតើចុងចម្លើយឬអ្នកស្រីបានសុំឲ្យដើមចោតចេញវិក័យប័ត្រស្ដីពីការសង$6,000នោះដែរឬទេ ទេទាំងប្តីនាងខ្ញុំទាំងនាងខ្ញុំមិនបានសុំទេ ហេតុអ្វីបានជាមិនបានសុំអញ្ចឹង នាងខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងអំពីការលើកលែងបំណុលនោះបានជាមិនបានគិតដល់ការសុំវិក័យប័ត្រនោះប្តីនាងខ្ញុំប្រហែលជាដូចគ្នាដែរ ចូលដល់ខែកក្កដាដើមចោតបានចាប់ផ្ដើមទៅផ្ទះអ្នកស្រីមែនឬទេ ចាស់អញ្ចឹងមែន តើដើមចោតទៅដើម្បីធ្វើអ្វីដែរ គាត់បានមកផ្ទះនាងខ្ញុំដោយមិនបានគ្រោងទុកហើយបានទាមទារឲ្យប្តីនាងខ្ញុំសងប្រាក់ចំនួន$3,600នោះ គាត់បានទាមទារឲ្យសងដោយបញ្ជាក់ទឹកប្រាក់$3,600ឬយ៉ាងណាដែរ ចាស់គាត់ទាមទារឲ្យសងប្រាក់$3,600 តើដើមចោតបានទៅផ្ទះអ្នកស្រីដាស់តឿនឲ្យសងរបៀបនឹងប្រមាណដងដែរ សរុបទាំងអស់ប៉ុន្មានដងនាងខ្ញុំមិនចាំច្បាស់ដែរតែមកមួយអាទិត្យប្រហែលជាមួយដង ចំពោះការទាមទារនោះតើចុងចម្លើយធ្វើយ៉ាងណាដែរ ដំបូងគាត់និយាយទៅកាន់លោក QR ថាក្រែឯងបានលើកលែងប្រាក់$3,600នោះហើយមិនអញ្ចឹងតែលោក QR និយាយហើយនិយាយទៀតថាមិនដែលនិយាយលើកលែងតតែសោះហើយពីខែសីហាមកប្តីនាងខ្ញុំគាត់លេងចង់ជួបហើយធ្វើពុតជាមិននៅផ្ទះ តើអ្នកស្រីបាននិយាយអ្វីខ្លះជាមួយនឹងដើមចោត ចាប្តីនាងខ្ញុំគាត់បានប្រាប់នាងខ្ញុំប្រាប់លោក QR ថាគាត់មិននៅផ្ទះទេឮដូច្នោះលោក QR ខឹងយ៉ាងខ្លាំងហើយស្រែកជេរថាសងលុយអញមកអាផូអាចៅហើយក៏ធាក់ទ្វារផ្ទះនាងខ្ញុំ ក្រោយពេលដែលដើមចោតបានទៅផ្ទះអ្នកស្រីដើម្បីដាស់តឿនឲ្យសងបំណុល$3,600នោះតើបាននិយាយអំពីវិក័យប័ត្រទឹកប្រាក់ចំនួន$6,000ដែរឬទេ ទេនាងខ្ញុំមិនបានដឹងទេ ខ្ញុំសូមបញ្ចប់ការសាកសួររបស់ខ្ញុំត្រឹមនេះហើយតើលោកតំណាងចុងចម្លើយមានសំណួរឬទេ បាទខ្ញុំជាតំណាងចុងចម្លើយនឹងសួរដូចតទៅប្រាក់$6,000ដែលយកទៅសងនោះតើជាกระดาษប្រាក់អ្វីខ្លះហើយមានប្រមាណស្លឹកដែរអ្នកស្រីនៅចាំដែរឬទេ ចា
ក្រដាស់ប្រាក់$20មានទាំងអស់300សន្លឹក ហេតុអ្វីបានជាអ្នកស្រីនៅចាំអញ្ចឹង នាងខ្ញុំចាំច្បាស់ណាស់ដោយសារពេលនោះប្តីនាងខ្ញុំឲ្យនាងខ្ញុំរាប់ហើយប្តីនាងខ្ញុំបានប្រកល់ស្បង់នោះទៅជូនលោកខៀវអាត តើខ្លួនអ្នកស្រីផ្ទាល់ធ្លាប់ខ្ចីឬធ្លាប់ឲ្យគេខ្ចីប្រាក់ដែរឬទេ ទេមិនដែរទេ តើអ្នកស្រីយល់ពីសារៈសំខាន់នៃវិក័យប័ត្រដែរឬទេអ្នកស្រី ទេមិនដែរគិតឲ្យបានជ្រៅទេ បាទខ្ញុំសូមបដូរសំណួរថ្មីដើមចោតបានទៅផ្ទះអ្នកស្រីនិងចង់ចម្លើយឲ្យសមអំណុលពីខែកក្កដាមកតើនៅខែមិថុនាគេបានទៅដាស់តឿនអ្នកស្រីឲ្យសងប្រាក់ដែរឬទេ ទេមិនដែរមកទេ ដូច្នេះយ៉ាងតិចណាស់ក៏ពីថ្ងៃទី1ខែមិថុនាមកប្រហែលជាមួយខែដើមចោតមិនបានដាស់តឿនអ្នកស្រីទេមិនអញ្ចឹងទេបាទ ចាស់ពិតមែន ពីខែកក្កដាមកដើមចោតទាមទារឲ្យសងប្រមាណដែរ ចាចំនួន$3,600 គាត់មិនមែនទាមទារឲ្យសង$8,000ឬក៏$9,600ទេអ្នកស្រី ទេមិនដែរតតែសោះ អរខ្ញុំសូមបញ្ចប់សំណួរត្រឹមនេះ សូមអរគុណខ្ញុំសូមអញ្ជើញតំណាងដើមចោតបើមានសំណួរសូមអញ្ជើញ សូមអរគុណលោកចៅក្រមបន្ទាប់មកខ្ញុំសូមសួរតើអ្នកស្រីបានដឹងថាពីពេលមុនដើមចោតបានខ្ចីប្រាក់ពីចុងចម្លើយឬទេ ទេនាងខ្ញុំមិនដឹងទេ តើអ្នកស្រីបានដឹងថានៅក្នុងគណនីធនាគាររបស់ចុងចម្លើយមានប្រាក់ប៉ុន្មានដែរឬទេ ទេមិនដែរបានដឹងទេ អញ្ចឹងតើការព្យាបាលជំងឺរបស់ឪពុកចុងចម្លើយនោះត្រូវបានបន្តទៀតក្រោយខែមិថុនាឆ្នាំ2006ដែរឬទេ ដោយសារតែជំងឺមហារីកដូច្នេះត្រូវបានបន្តទៀត តើបានចំណាយអស់ប៉ុន្មានដែរសម្រាប់ការព្យាបាលនោះ នាងខ្ញុំក៏មិនបានដឹងដែរ តើនៅរោងពុម្ពដែលជាកន្លែងអាជីវកម្មរបស់អ្នកស្រីនិងចុងចម្លើយនោះពេលដែលអតិថិជនបង់ប្រាក់អ្នកស្រីចេញវិក័យប័ត្រឲ្យគេដែរឬទេ ចានាងខ្ញុំតែងតែចេញឲ្យ ការចេញវិក័យប័ត្រនេះគឺសម្រាប់បង្ការកុំឲ្យមានបញ្ហាថាបានបង់រួចឬមិនទាន់បង់មិនអីចឹងទេឬ ចាអញ្ចឹងមែន មានន័យថាវិក័យប័ត្រគឺជាវត្ថុសម្រាប់បញ្ជាក់ការបង់ប្រាក់មែនអញ្ចឹងទេឬ តាមធម្មតាវាអញ្ចឹងមែនតែរវាងប្តីនាងខ្ញុំនិងលោកខៀវអានគាត់ទាំងពីរគឺជាមិត្តភក្តិនឹងគ្នានាងខ្ញុំគាត់ថាវាជារឿងផ្សេងទៀត អញ្ចឹងខ្ញុំសូមបញ្ចប់ការសួរត្រឹមនេះ តើលោកតំណាងចុងចម្លើយមានសំណួរបន្ថែមឬទេ បាទអត់ទេលោកចក្រម បើអត់ទេខ្ញុំសូមបញ្ចប់ការសាកសួរសូមអរគុណអ្នកស្រី បន្ទាប់ពីបានធ្វើការសាកសួរសាក្សីរួចហើយតុលាការក៏បានធ្វើការសាកសួរចុងចម្លើយឈ្មោះសុកបូរ៉ាក្រោយពីបានសួរឈ្មោះអាយុអាស័យដ្ឋានជាដើមរបស់ចុងចម្លើយរួចហើយចៅក្រមក៏បានបញ្យល់អំពីគោលគំនិតនៃការធ្វើសច្ចាប្រណិធាននិងការដាក់ទណ្ឌកម្មក្នុងករណីដែលធ្វើសេចក្តីថ្លែងការណ៍មិនពិតហើយបានបង្គាប់ឲ្យចុងចម្លើយសច្ចា បន្ទាប់ពីនេះខ្ញុំសូមសួរសំណួរពាក់ព័ន្ធនឹងរឿងក្តីនេះចុងចម្លើយបានខ្ចីហើយបានទទួលប្រាក់$8,000ពីដើមចោតដោយធ្វើកិច្ចសន្យានៅថ្ងៃទី1ខែមិថុនាឆ្នាំ2004ដោយកំណត់រយៈពេលខ្ចី24ខែការប្រាក់10%ក្នុងមួយឆ្នាំហើយការប្រាក់នៃការយឺតយ៉ាវ20%ក្នុងមួយឆ្នាំតើនេះមែនឬទេ បាទពិតមែនលោកចៅក្រម នៅថ្ងៃទី1មិថុនាឆ្នាំ2006ចុងចម្លើយបានទៅផ្ទះលោកខៀវអាតដែលជាដើមចោតជាមួយប្រពន្ធតើមែនទេ បាទមែន តើលោកអញ្ជើញទៅក្នុងគុំម្ដងបីដែរ ខ្ញុំទៅផ្ទះលោកខៀវអាតដើម្បីសងប្រាក់$6,000ដែលជាប្រាក់កម្ចីមួយភាគ ហ
តើលោកត្រូវសងប្រមាណដែរ ប្រាក់ដើមបូកសរុបនឹងការប្រាក់សម្រាប់2ឆ្នាំទៀតគឺ$9,600 តើលោកបានត្រៀម$9,600 ឬយ៉ាងណា បាទខ្ញុំបានសន្សំមួយខែពី$300ទៅ$500ដាក់ក្នុងគណនីធនាគារខ្ញុំបូកសរុបបាន$10,000 មានទៅដល់$10,000 ដែរហេតុអ្វីបានជាលោកមិនសងឲ្យអស់ នៅក្នុងខែមីនាឆ្នាំ2006ឪពុកខ្ញុំគាត់ក្អកខ្លាំងហើយគាត់ទៅពេទ្យគ្រូពេទ្យពិនិត្យទៅឃើញថាគាត់មានជំងឺមហារីកសួតហើយត្រូវវះកាត់នៅបាងកកចំណាយអស់ប្រហែល$10,000 ខ្ញុំបានខ្ចីប្រាក់ពីសាច់ញាតិខ្លះៗតែមិនគ្រប់ហើយក៏បានដក$5,000 ពីប្រាក់ដែលខ្ញុំបានសន្សំដើម្បីសងនោះទៅ $6,000 នោះតើលោកបានមកពីណាដែរ ខ្ញុំបានដក$5,000 ពីគណនីធនាគារខ្ញុំហើយ$1,000 ទៀតបានខ្ចីពីពូខាងប្រពន្ធខ្ញុំឈ្មោះសៅតារា ដូច្នេះលោកបាននិយាយប្រាប់លោកសៅតារាថាខ្ចីប្រាក់$1,000 ដើម្បីសងឲ្យដើមចោតមែនទេ ទេមិនបាននិយាយពីបំណុលនោះទេព្រោះខ្មាស់គាត់ មុនថ្ងៃទី1មិថុនា2006នោះតើលោកបាននិយាយអំពីជំងឺរបស់ឪពុកលោកទៅឲ្យដើមចោតដើម្បីសុំពន្យាពេលឬទេ មិនដែលសុំពន្យាពេលទេ ហេតុអ្វីបានជាអញ្ចឹង ខ្មាស់គាត់ដោយសារតែអាចសងបានតែមួយភាគហើយគិតថាប្រហែលជាអាចរកប្រាក់មកសងគាត់បានគ្រប់ចំនួន ពេលទៅផ្ទះដើមចោតល្ងាចថ្ងៃទី1ខែមិថុនានោះតើលោកបានប្រាប់ដើមចោតមុនដែរឬទេ បាទមុននឹងទៅថ្ងៃនោះខ្ញុំបានប្រាប់គាត់ថាខ្ញុំនឹងយកប្រាក់ទៅសងគាត់ ពេលនោះតើលោកបាននិយាយប្រាប់គាត់ថាអាចសងតែមួយភាគគឺ$6,000 ដែរឬទេ ទេខ្ញុំមិនបានប្រាប់ទេ តើលោកបានប្រាប់ឲ្យដើមចោតត្រៀមវិក័យប័ត្រទុកជាមុនដែរឬទេ ទេមិនបានទេ ហេតុអ្វីបានជាមិនប្រាប់គាត់ជាមុនថាយក$6,000 ទៅសងគាត់ហើយសុំឲ្យគាត់ត្រៀមវិក័យប័ត្រ ពេលនោះខ្ញុំគិតឃើញតែបញ្ហាសងមិនបានគ្រប់ចំនួនក្រៅពីនឹងគ្មានគិតអ្វីទាំងអស់ តើនៅផ្ទះដើមចោតលោកបាននិយាយអ្វីខ្លះដែរ ខ្ញុំបានសងលោកខៀវអាត$6,000 នៅ$3,600 ទៀតខ្ញុំបានសូមគាត់ឲ្យពន្យាពេលបន្តិចពេលនោះខ្ញុំបានប្រាប់គាត់ពីជំងឺរបស់ឪពុកខ្ញុំហើយគាត់ក៏មានចិត្តអាណិតអាសូរខ្ញុំគាត់ក៏លើកលែងបំណុល$3,600 នោះទៅពេលនោះខ្ញុំបានសូមគាត់ចេញវិក័យប័ត្រ$6,000 នោះដែរតែគាត់ប្រកែកមិនចេញឲ្យខ្ញុំទេ ពេលសងប្រាក់នោះតើលោកបាននិយាយអ្វីខ្លះចំពោះដើមចោតនោះ ខ្ញុំបាននិយាយថាខ្ញុំត្រៀមប្រាក់មិនបានគ្រប់ចំនួនទេថ្ងៃនេះខ្ញុំយកមកតែ$6,000 ប៉ុណ្ណោះសូមចេញវិក័យប័ត្រ$6,000 ដល់ខ្ញុំផងហើយក៏ហុច$6,000 ដែលខ្ញុំបានដាក់ក្នុងស្បោងមួយជូនគាត់ទៅ លោកបានសង$6,000 ឲ្យគាត់ហើយតើ$6,000 នឹងមានក្រដាសប្រាក់យ៉ាងណាខ្លះដែរ ក្រដាស$20ចំនួន300សន្លឹក លោកបានសងប្រាក់$6,000 ហើយបានសុំឲ្យគាត់សរសេរវិក័យប័ត្រមែនឬទេ បាទពិតមែន ពេលនោះតើដើមចោតមានប្រតិកម្មយ៉ាងណាដែរ គាត់បាននិយាយថាពិតមែនតែបានទទួលប្រាក់$6,000 តែដោយសារមិនបានគ្រប់ចំនួនដូច្នេះមិនអាចចេញវិក័យប័ត្របានទេ ហេតុអ្វីបានជាចុងចម្លើយសុំឲ្យដើមចោតចេញវិក័យប័ត្រដូច្នេះ ពេលខ្ចីឬសងប្រាក់ខ្ញុំតែងតែគិតថាត្រូវមានវិក័យប័ត្រ ហើយពីមុនតើចុងចម្លើយធ្លាប់ឲ្យដើមចោតខ្ចីប្រាក់ដែរឬទេ បាទដែរ ចុះពេលដែលដើមចោតសងប្រាក់កម្ចីនោះតើលោកបានចេញវិក័យប័ត្រឲ្យគាត់ដែរឬទេ បាទបានសរសេរដែរ ពេលនោះតើលោកសរសេរដោយខ្លួនឯងឬដើមចោតសុំ លោកខៀវអាតជាមនុស្សប្រឹតព្រៀងណាស់គាត់ជាអ្នកប្រាប់ឲ្យខ្ញុំសរសេរ លើកនេះនៅថ្ងៃទី1មិថុនានោះពេលសង$6,000 គេបាននិយាយឲ្យចេញវិក័យប័ត្រតើលោកគិតឃើញយ៉ាងណាដែរ សមមិនគ្រប់ចំនួនគាត់មិនចេញវិក័យប័ត្រដូចជាមិនសមសោះក៏ប៉ុន្តែពេលនោះខ្ញុំគិតឃើញថាដើមចោតខឹងខ្លាំងដោយសារតែមិនបានសងឲ្យគាត់គ្រប់ចំនួនដូច្នេះក៏មិនដឹងធ្វើដូចម្តេច តើលោកបានទាមទារឲ្យគាត់សរសេរវិក័យប័ត្រម្ដងទៀតឬទេ អត់ទេ
ហេតុអ្វីបានលោកមិនទាមទារឲ្យដើមចោតវិសាសេវិក័យបាត់ចំពោះទឹកប្រាក់$6,000នោះម្ដងទៀត ខ្ញុំនឹងគាត់ត្រូវជាមិត្តភ័ក្តិយូរណាស់មកហើយដូច្នេះខ្ញុំមិនដែលគិតថានឹងមានបញ្ហាសងឬអត់ពេលនោះខ្ញុំសងនៅខ្វះ$3,600ទៀតហើយគ្មានអ្វីអាចដោះសារកើតផងដែរ ចំពោះប្រាក់ដែលនៅសល់$3,600នោះតើដើមចោតបាននិយាយយ៉ាងណាដែរ គាត់បាននិយាយថាប្រាក់$3,600ដែលនៅសល់នោះពេលណាទើបអាចសងបាន តើលោកឆ្លើយយ៉ាងណាដែរ ខ្ញុំសូមទោសគាត់ហើយឆ្លើយថាខ្ញុំនឹងខំសងឲ្យបានយ៉ាងឆាប់ខ្ញុំខំសន្សំបាន$10,000តែឪពុកខ្ញុំគាត់មានជំងឺត្រូវវះនៅបាងកកហើយអាចសងបានតែ$6,000ទេ តើលោកគិតសង$3,600នោះពេលណាដែរ ខ្ញុំគិតថានឹងខំប្រឹងប្រែងសងឲ្យបានឆាប់រហ័ស តើលោកគិតរកប្រាក់យ៉ាងណាដើម្បីសង ខ្ញុំគិតថានឹងខំប្រឹងប្រែងធ្វើការឲ្យសន្សំសម្រាប់សង តើជំងឺលោកឪពុករបស់លោកវះកាត់ហើយបានជាដែរឬទេ អត់ទេដោយសារតែជំងឺមហារីកដូច្នេះក្រោយពីវះកាត់នៅបាងកកខែឧសភាហើយគ្រូពេទ្យនិយាយថាត្រឡប់មកកម្ពុជាវិញត្រូវព្យាបាលបន្តទៀត ក្រោយពេលវះកាត់ហើយតើគ្រូពេទ្យបាននិយាយអំពីការព្យាបាលត្រូវចំណាយអស់ប្រមាណទៀតឬទេ បាទមានគាត់ប្រាប់ថាត្រូវចំណាយអស់ប្រហែល$10,000ទៀត ជាក់ស្ដែងតើលោកបានបងចំណាយសម្រាប់ព្យាបាលអស់ប្រមាណទៀត ពុកខ្ញុំគាត់ស្លាប់នៅខែធ្នូឆ្នាំ2006ក្រោយពេលត្រឡប់ពីបាងកកខែកក្កដាមកចំណាយអស់ប្រហែល$8,000ទៀត តើលោកបានបងតែម្ដងឬយ៉ាងណាដែរ ទេតាមខ្ញុំចាំនៅខែកក្កដាខ្ញុំបានបងថ្លៃពេលប្រហែលខ្ទង់$4,000ហើយពីខែសីហាដល់ខែធ្នូខ្ញុំបានបងប្រហែល$1,000ក្នុងមួយខែ តើប្រាក់នោះលោករកបានពីណាដែរ ខ្ញុំបានខ្ចីពីគេខ្លះៗហើយសន្សំសំចៃដោយកាត់បន្ថយចំណាយប្រចាំថ្ងៃ ពេលដែលលោកនិយាយអំពីជំងឺរបស់ឪពុកលោកតើដើមចោតមានប្រតិកម្មយ៉ាងណាដែរ គាត់និយាយថាអូអីចឹងឯងពិតជាពិបាកណាស់ដែរណប្រាក់ដែលនៅខ្វះនោះមិនបាច់សងទេ តើពេលនោះលោកធ្វើយ៉ាងណាដែរ ពេលនោះខ្ញុំភ្ញាក់យ៉ាងខ្លាំងហើយនិយាយចំពោះលោកខៀវអាតថាសូមអរគុណនេះចំជាមិត្តសម្លាញ់មែនហើយពេលនោះប្រពន្ធខ្ញុំនៅចំហៀងខ្ញុំក៏បានថ្លែងអំណរគុណផងដែរ ដូច្នេះលោកគ្មានរំពឹងថាដើមចោតនឹងលើកលែង$3,600ឲ្យលោកមិនអញ្ចឹង បាទអត់ទេ ហេតុអ្វីបានជាអញ្ចឹង ទឹកប្រាក់$3,600ពិតជាមិនតិចទេក៏ប៉ុន្តែដើមចោតជាអ្នកមានដែរហើយខ្ញុំក៏បានគិតឃើញខ្លះដែរថាប្រហែលជាអាចមានការលើកលែងក៏មិនដឹង ក្រោយពេលគេសួរលោកថាអង្កលទើបលោកអាចសងប្រាក់ដែលនៅសល់រហូតដល់គេលើកលែងនោះតើមានរយៈពេលប្រហែលជាប្រមាណនាទីដែរ ខ្ញុំចាំមិនច្បាស់ទេតែប្រហែលជា10នាទីមើលទៅ ក្នុងរយៈពេល10នាទីនោះតើលោកបាននិយាយអ្វីខ្លះក្រៅពីជំងឺរបស់ឪពុករបស់លោក ក្រៅពីនោះអត់ទេ ក្រោយពេលគេលើកលែងនោះតើលោកបានសុំឲ្យគេចេញវិក័យប័ត្រស្ដីពីប្រាក់$6,000នោះដែរឬទេ ទេអត់បានសុំទេ ហេតុអ្វី ដោយសារតែគេលើកលែងខ្ញុំក៏សប្បាយចិត្តខ្លាំងភ្លេចរឿងហ្នឹងទៅ តើលោកបានសុំឲ្យគេសរសេរជាលិខិតអក្សរអំពីការលើកលែងនោះដែរឬទេ ទេមិនបានសុំទេ ហេតុអ្វី ដោយសារតែគាត់ជាមិត្តផងហើយណាមួយខ្ញុំសប្បាយចិត្តខ្លាំងដោយសារតែការលើកលែងនោះគ្មាននឹកឃើញអ្វីទេពេលនោះ ក្រោយថ្ងៃទី1ខែមិថុនាតើដើមចោតបានតាក់ទងនឹងលោកដែរឬទេ ក្នុងខែមិថុនានោះគេមិនបានតាក់ទងមកទេតែចូលខែកក្កដាស្រាប់តែគាត់ទាមទារឲ្យខ្ញុំសង$3,600 ពេលគេនិយាយដូច្នេះតើលោកគិតយ៉ាងណាដែរ ខ្ញុំគិតឃើញថាវាមិនសមព្រោះគាត់បានលើកលែង$3,600ឲ្យខ្ញុំរួចហើយដូច្នេះហើយបានជាដំបូងខ្ញុំបានជួបគាត់ប្រមាណដងដែរតែក្រោយពីនោះខ្ញុំបានធ្វើជាអត់នៅផ្ទះលុះចូលដល់ខ្ទង់ខែកក្កដាស្រាប់តែ QR បានមកផ្ទះខ្ញុំសឹងតែរាល់ថ្ងៃ
ហើយស្រែកជេរខ្ញុំថាអាចោសងប្រាក់អញមក ហេតុអ្វីបានជាដើមចោតធ្វើដូច្នេះតើលោកយល់ឃើញយ៉ាងណា ខ្ញុំមិនដឹងអំពីមូលហេតុទេខ្ញុំគិតឃើញថាគាត់ធ្វើអញ្ចឹងទៅដូចជាក្បត់មិត្តភក្តិដែរ ក្រោយខែកក្កដាតើលោកធ្លាប់បានបញ្ជាក់ពីដើមចោតថាលោកបានសងប្រាក់$6,000រួចហើយដែរឬទេ ទេមិនដែលទេ ខ្ញុំសូមបញ្ចប់សំណួររបស់ខ្ញុំត្រឹមនេះហើយលោកតំណាងចង់ចម្លើយតើលោកចង់សួរបញ្ជាក់អ្វីថែមទៀតដែរឬទេ បាទលោកចក្រមបន្ទាប់ពីនេះខ្ញុំសូមសួរដូច្នេះសូមចង់ចម្លើយមើលទៅលោកចក្រមហើយឆ្លើយឲ្យបានលឺៗនិងច្បាស់ៗលោកចក្រមខ្ញុំសូមបង្ហាញភស្តុតាងវាយវ័នតើបានឬទេ បាទសូមអញ្ជើញ តាមរបាយការណ៍ធនាគារនេះនៅថ្ងៃទី1មិថុនាលោកបានដកប្រាក់$5,000ពីគណនីលោកហើយនេះគឺជាប្រាក់1ភាគនៃប្រាក់$6,000ដែលលោកបានសងទៅឲ្យដើមចោតតើមែនឬទេលោក បាទនឹងហើយ នៅថ្ងៃទី1ខែមិថុនាឆ្នាំ2006នោះលោកគ្មានគិតឃើញថាដើមចោតនឹងធ្វើមិនដឹងនៅថ្ងៃណាមួយទេមិនអញ្ចឹងទេលោក មិនដែលនឹកឃើញតទៅសោះ លោកបានបង់ថ្លៃព្យាបាលជំងឺឪពុកលោកនៅខែកក្កដាមិនមែនខែមិថុនាទេមិនអញ្ចឹងទេលោក បាទមែន មានន័យថានៅខែមិថុនាលោកបានដកប្រាក់ពីធនាគារនោះគឺសម្រាប់តែសមបំណុលទៅឲ្យដើមចោតប៉ុណ្ណោះក្រៅពីនេះលោកគ្មានមូលហេតុអ្វីនឹងដកប្រាក់នោះទេ បាទមែនហើយនៅថ្ងៃទី1មិថុនានោះខ្ញុំមិនដែលគិតឃើញថាដកប្រាក់ដើម្បីយកមកសំអាងហេតុភូតភរថាខ្ញុំបានសងប្រាក់ទៅឲ្យ QR ក្នុងរឿងក្តីនេះជាដាច់ខាត លោកចក្រមខ្ញុំបាទសូមបង្ហាញភស្តុតាង Y2 តើបានដែរឬទេ បាទសូមអញ្ជើញ នេះគឺជាកិច្ចសន្យាខ្ចីបរិភោគដែលលោកបានធ្វើជាមួយនឹងលោកសៅតារាអំពីប្រាក់កម្ចី$1,000ហើយដែលជាប្រាក់1ភាគនៃប្រាក់$6,000តើមែនឬទេលោក បាទមែនបូកនឹងប្រាក់ដែលបានដកពីធនាគារទៅសរុបទាំងអស់បាន$6,000 ប្រាក់$6,000ដែលលោកបានសងទៅឲ្យដើមចោតតើលោកបានឃើញដើមចោតចំណាយទៅលើអ្វីដែរឬទេ បាទឃើញ តើគាត់ចាយទៅអ្វីដែរ តាមមើលគាត់យកទៅទិញរថយន្តមក Toyota Camry ហើយពេលមុនខ្ញុំមិនដែលឃើញគាត់មានរថយន្ត Camry ទេតែក្រោយពីថ្ងៃ1មិថុនាខ្ញុំឃើញ Q Aron កូនប្រុសច្បងរបស់លោក QR ជិះរថយន្ត Camry ប៉ុន្មានដងដែរ ចំពោះលោកមានចិត្តសុំទោសដើមចោតដោយសារតែលោកមិនអាចសងឲ្យគ្រប់ចំនួននៅទឹកប្រាក់$9,900នៅថ្ងៃទី1មិថុនានោះតាមកិច្ចសន្យាមែនឬទេលោក បាទពិតមែន ដោយសារតែមានចិត្តដូច្នេះហើយបានជាលោកមិនអាចទាមទារខ្លាំងឲ្យដើមចោតចេញវិក័យប័ត្រឲ្យលោកតើពិតទេលោក បាទពិតមែនហើយដោយសារតែមានចិត្តសុំទោសនេះហើយបានជាខ្ញុំមិនហ៊ានទាមទារខ្លាំងឲ្យគាត់ចេញវិក័យប័ត្រនោះឥឡូវនេះខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង បាទខ្ញុំសូមបញ្ចប់សំណួរត្រឹមនេះ បាទសូមអញ្ជើញលោកតំណាងដើមចោតសូមអញ្ជើញសួរ បាទលោកចៅក្រមខ្ញុំមានសំណួរមួយចំនួនដែរ まず領収書についてお尋ねしますけれどもあなたの先ほどのね ចឹងខ្ញុំចង់សួរពាក់ព័ន្ធនឹងវិក័យប័ត្រ ドルを返した際に ពេលដែលដើមចោតនិយាយថាគាត់មិនអាចចេញវិក័យប័ត្រជូន そうしたところ ដោយសារតែសងមិនគ្រប់ចំនួន 全額でないから ហេតុអ្វីបានជាពេលនោះ 全額でない លោកមិននិយាយវិញថា 言われた បើមិនសរសេរវិក័យប័ត្រទេសូមសង$6,000មកវិញអញ្ចឹងឬ ドルを返してくれとそういったことは言わなかったんですか ខ្ញុំមិនបាននិយាយទេ それから以前原告からね ពេលមុន ドルを返してもらったことがあり ពេលដើមចោតសងប្រាក់កម្ចី$1,000ជូនលោក 領収 លោកបានចេញវិក័យប័ត្រតាមការទាមទាររបស់ដើមចោតមិនអញ្ចឹង 自分だって領収書を書いたのだ ហេតុអ្វីបានជាមិនទាមទារដូចគ្នានេះដែរទៅ 領収書を書いてくれとそういったことは求めなかったんですか បាទខ្ញុំមិនបានទាមទារទេ
លោកដឹងដែរថាវិក័យប័ត្រគឺជាវត្ថុសំខាន់ណាស់សម្រាប់បញ្ជាក់ការសងប្រាក់ បាទដឹងតែក៏ប៉ុន្តែដោយសារតែលោកខៀវអាចជាមិត្តភក្តិខ្ញុំហេតុនេះហើយខ្ញុំក៏មិនគិតឃើញថាវាធ្ងន់ដំឡើងទេ លោកបានខ្ចីប្រាក់ពីលោកសៅដារ៉ាដែលជាសាច់ញាតិនោះដោយមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរមិនអញ្ចឹង បាទមែន ទោះជារវាងសាច់ញាតិក៏ដោយក៏លោកបានសន្យាបង់ការប្រាក់ត្រឹមត្រូវមិនអញ្ចឹងដែរទេ បាទ ទោះជាយ៉ាងណាក៏ដោយតែរវាងសាច់ញាតិខ្ញុំយល់ថាមិនចាំបាច់មានកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេមិនអញ្ចឹងទេឬ នេះគឺដោយសារតែ$1000ជាទឹកប្រាក់ចំនួនច្រើនហេតុនេះហើយខ្ញុំក៏មិនចង់ឲ្យមានវិវាទស្ដីពីខ្លឹមសារនៃកិច្ចសន្យាឬក៏មិនចង់ឲ្យមានបញ្ហាថាបានប្រគល់ប្រាក់ជាដើមនៅពេលក្រោយដូច្នេះហើយទោះជាសាច់ញាតិក៏ដោយខ្ញុំក៏ត្រូវធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរដែរ ដូច្នេះមានន័យថាទោះជារវាងសាច់ញាតិក៏ដោយក៏លោកយល់ឃើញថាកិច្ចសន្យាមានសារៈសំខាន់ណាស់ពាក់ព័ន្ធនឹងការខ្ចីប្រាក់មែនអញ្ចឹងឬ បាទ ហើយរវាងដើមចោតដែលគ្រាន់តែជាមិត្តនោះលោកក៏ដឹងណាស់ហើយថាវិក័យប័ត្រមានសារៈសំខាន់ណាស់ដែរមែនទេឬ បើលោកមិនឆ្លើយទេនោះខ្ញុំសូមសួរសំណួរផ្សេងទៀតយល់តាមសម្ដីរបស់លោកបានសង$6000ហើយដើមចោតបានលើកលែង$3600ដូច្នេះលោកអស់មានជំពាក់បំណុលដើមចោតទៀតហើយមិនអញ្ចឹងទេឬ បាទ បើអញ្ចឹងប្រសិនជាលោកសុំឲ្យដើមចោតចេញវិក័យប័ត្រគេច្បាស់ជាឲ្យហើយមិនអញ្ចឹងទេឬ ប្រហែលជាអញ្ចឹងក៏មិនដឹងដែរប៉ុន្តែខ្ញុំមិនបានសុំទេដូច្នេះក៏មិនដឹងឆ្លើយយ៉ាងណាដែរ អញ្ចឹងបន្ទាប់មកខ្ញុំសូមសួរអំពីចំណាយសម្រាប់ជាបាលឪពុកចុងចម្លើយជាបន្តបន្ទាប់នោះវិញបូកសរុបអស់$8000តើលោករកបានមកពីណាទៅតើលោកខ្ចីពីអ្នកណាខ្លះដែរទៅ ខ្ញុំបានខ្ចីពីច្រើនអ្នកដូច្នេះចាំមិនច្បាស់ទេ ចឹងនៅខែកក្កដាលោកបាននិយាយថាលោកបានបង់អស់$4000តើលោកខ្ចីប្រាក់នោះពីអ្នកណាដែរ គឺជាប្រាក់ដែលបានមកពីធ្វើការហើយនឹងប្រាក់កម្ចី តើលោកខ្ចីពីអ្នកណាដែរ ខ្ញុំមិនចាំទេ ពេលខែកក្កដានោះប្រសិនជាមានអ្នកឲ្យលោកខ្ចីហេតុអ្វីបានជាលោកមិនខ្ចីពីអ្នកនោះដើម្បីសងដើមចោត$9600នៅថ្ងៃទី1មិថុនានោះដែរទៅ នៅពេលនោះខ្ញុំមិនបានខ្ចីទេ អញ្ចឹងនៅថ្ងៃ1មិថុនាលោកបានដក$5000ហើយនៅក្នុងគណនីធនាគាររបស់លោកនៅសល់$200ហេតុអ្វីបានជាលោកមិនយក$200នោះទៅបង់ថ្លៃពេទ្យដែរនោះទៅ ប្រហែលជាបានយកទៅបង់ដែរក៏មិនដឹងចាំមិនច្បាស់ទេ តាមពិតលោកបានយកប្រាក់$6000ដែលលោកបាននិយាយថាសងទៅឲ្យដើមចោតនោះបងសម្រាប់ជាបាលឪពុកលោកបន្តទៀតមិនអញ្ចឹងទេឬ ទេមិនមែនទេខ្ញុំមិនភូតភរទេសូមជឿខ្ញុំចុះ ខ្ញុំសូមបញ្ចប់សំណួរត្រឹមនេះលោកចៅក្រម លោកតំណាងចុងចម្លើយតើមានសំណួរបន្ថែមឬទេ បាទអត់ទេលោកចក្រម បើអញ្ចឹងខ្ញុំសូមសួរមួយទៀតស្ដីពីវិក័យបាត់បង់ថ្លៃពេទ្យតើលោកមានដែរឬទេ ប្រហែលជាខ្ញុំចោលអស់ទៅហើយ
បាទសូមអរគុណដូច្នេះខ្ញុំសូមបញ្ចប់ការសាកសួរចុងចម្លើយត្រឹមនេះសូមអរគុណចុងចម្លើយបន្ទាប់ពីបានធ្វើការសាកសួរចុងចម្លើយរួចហើយតុលាការក៏បានធ្វើការសាកសួរដើមចោតឈ្មោះ Q អាតក្រោយពីបានសួរឈ្មោះអាយុអាស័យដ្ឋានជាដើមរបស់ដើមចោតរួចហើយតុលាការក៏បានបញ្យល់អំពីគោលគំនិតនៃការធ្វើសច្ចាប្រណិធាននិងដាក់ទណ្ឌកម្មក្នុងករណីដែលធ្វើសេចក្តីថ្លែងការណ៍មិនពិតហើយបានបង្គាប់បញ្ជាឲ្យដើមចោតធ្វើសច្ចា ឥឡូវនេះខ្ញុំសូមសួរដើមចោតអំពីរឿងក្តីនិមន្តនៅថ្ងៃទី1មិថុនាឆ្នាំ2006នោះចុងចម្លើយនឹងប្រពន្ធគាត់បានអញ្ជើញទៅផ្ទះលោកមិនអញ្ចឹង បាទលោកចៅក្រម ពេលនោះចុងចម្លើយបានអញ្ជើញទៅផ្ទះលោកមានការអ្វីដែរ ថ្ងៃនោះជាថ្ងៃដែលត្រូវសងប្រាក់កម្ចីនិងការប្រាក់បូកសរុប$9,500 ហើយសុកបូរ៉ានោះគេមកនិយាយប្រាប់ថាគេមិនអាចសងប្រាក់នោះបានទេ ពេលនោះចុងចម្លើយបានសងប្រាក់មួយភាគនៃប្រាក់$9,500នោះគឺគាត់បានសង$6,000មែនឬទេ ទេលោកចៅក្រមតែ$1ក៏ខ្ញុំបានទទួលដែរ តើចុងចម្លើយនិយាយអ្វីខ្លះអំពីមូលហេតុដែលគាត់មិនអាចសងបានពេលនោះ គាត់និយាយថាឪពុកមានជំងឺមហារីកនៅខែមិថុនាហើយនៅខែឧសភាបានទៅវះកាត់នៅបាងកកអស់ចំណាយច្រើនហើយរកប្រាក់សងមិនបាន ពេលលឺអញ្ចឹងតើលោកគិតឃើញយ៉ាងណាដែរ និយាយត្រង់ទៅខ្ញុំគិតថាច្បាស់ជាគាត់សងហើយតែដល់គាត់សងមិនសងអញ្ចឹងទៅខ្ញុំក៏ភ្ញាក់ដែរហើយខឹងគាត់យ៉ាងខ្លាំង ពេលនោះតើលោកនិយាយយ៉ាងណាដែរ ខ្ញុំបាននិយាយថាខ្ញុំជឿឯងហើយបានឲ្យឯងខ្ចីប្រាក់$8,000ដល់ទៅ2ឆ្នាំចង់ឯងសងទាំងប្រាក់ដើម$8,000ទាំងការប្រាក់$1,500បូកសរុប$9,500 ពេលនោះតើចុងចម្លើយគឺឆ្លើយយ៉ាងណាដែរ ពេលនោះគាត់ឆ្លើយថាសូមចាំបន្តិចខ្ញុំនឹងបានប្រាក់មួយចំនួនធំគាត់នឹងសង ពេលនោះតើចុងចម្លើយបាននិយាយថាពេលណាទើបគាត់អាចរកប្រាក់មកសងវិញបាន ទេគាត់មិនបាននិយាយថាពេលណាទើបគាត់អាចសងបានទេដូច្នេះហើយខ្ញុំបានគិតឃើញថាគាត់ច្បាស់ជាគ្មានអ្វីជាទីរំពឹងនឹងរកបានទេ ពេលនោះតើស្ថានភាពរបស់ចុងចម្លើយយ៉ាងណាដែរ ពេលនោះគាត់និយាយហើយនិយាយទៀតថាសុំទោសឬក៏យើងជាមិត្តភក្តិនឹងគ្នាសូមចាំមួយរយៈពេល ពេលនោះតើប្រពន្ធចុងចម្លើយបាននិយាយអ្វីខ្លះដែរ គាត់អោងក្បាលសុំទោសបណ្ដានិយាយបណ្ដាថាសុំទោសសូមចាំមួយរយៈពេលសិន តើលោកយល់ឃើញយ៉ាងណាដែរពេលដែលឃើញនឹងឮចុងចម្លើយឬប្រពន្ធគាត់និយាយដូចនេះ ខ្ញុំមានចិត្តអាណិតគាត់បន្តិចដែរ តើលោកមានអារម្មណ៍អាណិតអាសូរគាត់ហើយមានចិត្តចង់លើកលែងបំណុលឲ្យគាត់ដែរឬទេ ទេមិនដែលមានចិត្តអញ្ចឹងទាល់អសោះ តើលោកមានចិត្តពន្យាពេលសងដែរឬទេ ខ្ញុំមានចិត្តអញ្ចឹងខ្លះដែរ ពេលនោះតើលោកបានគាត់ថាលោកពន្យាពេលសងដែរឬទេ ទេខ្ញុំមិនបាននិយាយពន្យាទេ តើហេតុអ្វីបានជាមិននិយាយ ពេលនោះខ្ញុំកំពុងតែគិតតើត្រូវធ្វើយ៉ាងដូចម្ដេចដែរស្រាប់តែសុកបូរ៉ាបាននិយាយថាសូមខ្ចីប្រាក់ថែមទៀតដល់លឺអញ្ចឹងទៅខ្ញុំក៏លែងនិយាយអំពីការពជានោះទៅ ពេលនោះតើចុងចម្លើយបាននិយាយសុំខ្ចីបន្ថែមទៀតប៉ុណ្ណាដែរ $4,000 ថែមទៀត តើគាត់បានពន្យល់អំពីមូលហេតុដែលគាត់ចង់ខ្ចី$4,000នោះដែរឬទេ គាត់និយាយថាត្រូវការចំណាយព្យាបាលជំងឺឪពុកដូច្នេះសូមខ្ចីថែមទៀត ពេលគាត់និយាយដូចនេះតើលោកឆ្លើយយ៉ាងណាដែរ ខ្ញុំបានឆ្លើយថាអ្នកឯងមិនសងខ្ញុំផងខ្ញុំមិនអោយខ្ចីថែមទៀតទេឥឡូវនេះត្រូវសង$9,500មុនសិនហើយបើចង់ខ្ចី$4,000ថែមទៀតចាំគិតក្រោយ ចុងចម្លើយនិយាយយ៉ាងណាដែរ
គេឆ្លើយថាដឹងហើយចាំយើងគិតហើយគាត់ក៏ចេញទៅយ៉ាងប្រញាប់ ខ្ញុំសូមបញ្ជាក់ម្ដងទៀតចុងចម្លើយមិនបានសង$6,000ហើយលោកក៏មិនបានលើកលែង$3,600ដែរមិនអញ្ចឹង ត្រឹមត្រូវហើយលោកចៅក្រម បន្ទាប់ពីចុងចម្លើយបានត្រឡប់ទៅផ្ទះគាត់វិញនៅថ្ងៃទី1មិថុនានោះតើលោកបានដាស់តឿនឲ្យគាត់សងដែរឬទេ បាទបានដាស់តឿនខ្ញុំបានទៅដល់ផ្ទះចុងចម្លើយផ្ទាល់តែម្ដងហើយដាស់តឿនឲ្យគាត់សងបំណុលនោះ តើពេលណាទៅ ថ្ងៃចាំមិនច្បាស់ទេប្រហែលជាខ្ទង់ដើមខែកក្កដាឆ្នាំ2006មើលទៅ ហេតុអ្វីបានជាមិនបានដាស់តឿនក្រោយថ្ងៃទី1មិថុនារហូតដល់ខែកក្កដាអញ្ចឹង ដោយសារតែខ្ញុំជាប់រវល់រៀបចំការកូនស្រីច្បងនៅថ្ងៃទី18ខែមិថុនាហើយម្យ៉ាងទៀតដោយសារគាត់ជាមិត្តខ្ញុំហើយខ្ញុំក៏ជឿគាត់ទៅហើយម្យ៉ាងទៀតនៅពេលដែលឪពុកគាត់មានជំងឺដូចនេះបើសិនខ្ញុំទៅទៀតវាហាក់ដូចជាជ្រុលពេក ពេលទៅទាបំណុលនោះតើចុងចម្លើយមានប្រតិកម្មយ៉ាងណាដែរ គាត់បាននិយាយថាជំងឺឪពុកគាត់មិនទាន់ជាសះស្បើយនៅឡើយទេហើយត្រូវចំណាយលើការព្យាបាលទៀតសូមចាំមួយរយៈពេលសិនហើយគាត់មិនបានសងខ្ញុំទេ ពីខែកក្កដាមកតើលោកបានដាស់តឿនឲ្យចុងចម្លើយសងបំណុលប្រមាណដងដែរ ខ្ញុំចាំមិនសូវច្បាស់ទេតែប្រហែលជាមួយអាទិត្យម្ដង តើលោកបានដាស់តឿនដល់ពេលណាដែរ នៅខែធ្នូខ្ញុំបានទៅពិគ្រោះនឹងមេធាវីរីឯការដាស់តឿននោះខ្ញុំក៏បានធ្វើរហូតដល់ពេលទៅពិគ្រោះនោះ ខ្ញុំសូមបញ្ចប់ការសាកសួររបស់ខ្ញុំត្រឹមនេះហើយសូមលោកតំណាងខាងតាមចោតសូមអញ្ជើញសួរបន្ត បាទលោកចៅក្រមដូច្នេះក្នុងនាមជាតំណាងដើមចោតខ្ញុំសូមសួរដូចតទៅសូមលោកឆ្លើយឲ្យបានច្បាស់លាស់ខ្លាំងៗដើម្បីឲ្យលោកចៅក្រមបានឮផង បាទ នៅថ្ងៃទី1មិថុនានោះតើលោកមានក្រដាស់សម្រាប់សរសេរវិក័យប័ត្រឬទេ បាទមាន ហេតុអ្វីបានជាលោកមានក្រដាស់នោះដូច្នេះ នៅផ្ទះខ្ញុំបានបើកហាងលក់ខោអាវជាមួយគ្នាដូច្នេះខ្ញុំមានក្រដាស់ត្រៀមសម្រាប់សរសេរវិក័យប័ត្របើសិនជាសុកបូរ៉ាគាត់សងប្រាក់ខ្ញុំមែនខ្ញុំច្បាស់ជាយកក្រដាស់នោះសរសេរវិក័យប័ត្រឲ្យគាត់ហើយ ពីមុនរវាងលោកនិងចុងចម្លើយតើធ្លាប់បានឲ្យគាត់ខ្ចីប្រាក់ឬធ្លាប់ខ្ចីប្រាក់ពីគាត់ដែរឬទេ បាទធ្លាប់ពេលមុនខ្ញុំខ្វះប្រាក់ដើម្បីរៀបអាពាហ៍ពិពាហ៍តាមខ្ញុំចាំខ្ញុំបានខ្ចីពីសុកបូរ៉ាចំនួន$1,000 ពេលនោះលោកបានសងគេមិនអញ្ចឹងឬ បាទ ពេលដែលលោកសងប្រាក់នោះឲ្យគេវិញតើលោកបានទទួលវិក័យប័ត្រដែរឬទេ បាទពេលនោះខ្ញុំបានសូមឲ្យសុកបូរ៉ាចេញវិក័យប័ត្រឲ្យខ្ញុំ ដើមចោតតើលោកធ្លាប់ឲ្យអ្នកផ្សេងក្រៅពីចុងចម្លើយនោះចៃប្រាក់ដែរឬទេ បាទធ្លាប់ប្រហែលជា7-8 ដង តើពេលនោះធ្លាប់មិនចេញវិក័យប័ត្រឲ្យគេពេលគេសងវិញដែរឬទេ អត់ដែរទេ រហូតដល់ពេលថ្មីនេះតើគោលបំណុលរបស់លោកធ្លាប់សងតែមួយភាគដែរឬទេឬមួយក៏គេធ្លាប់សងមិនដាក់ដែរឬទេ បាទដែរ ពេលនោះបានទទួលតែមួយភាគតើលោកបានចេញវិក័យប័ត្រដោយបញ្ជាក់នៅទឹកប្រាក់មួយភាគនោះដែរឬទេ បាទខ្ញុំចេញវិក័យប័ត្រអញ្ចឹងរាល់ពេល ហេតុអ្វីបានជាពេលទទួលតែមួយភាគក៏លោកចេញវិក័យប័ត្រដូច្នេះ អ
គំនិតរបស់ខ្ញុំគឺវិក័យប័ត្រជាឯកសារសម្រាប់បញ្ជាក់ថាបានទទួលប្រាក់ប៉ុន្មានឲ្យច្បាស់លាស់គ្មានពាក់ព័ន្ធនឹងការសងទាំងអស់ឬសងមួយភាគទេ ឥឡូវនេះខ្ញុំចង់សួរអំពីរឿងផ្សេងដោយបង្ហាញភស្តុតាង H2 ដែលបានពិនិត្យរួចហើយនោះតើបានឬមិនបាន បាទសូមអញ្ជើញ នេះជារបាយការណ៍គណនេយ្យធនាគារកម្ពុជារបស់លោកបើសិនជាមើលតាមរបាយការណ៍នេះឃើញថានៅថ្ងៃទី15មិថុនាឆ្នាំ2006លោកបានដក$10,000ចេញពីធនាគាររបស់លោកតើមែនឬមិនមែន បាទ តើលោកដកធ្វើអ្វីដែរ លុយ$10,000ដែលខ្ញុំបានដកហ្នឹងគឺថា$5,000សម្រាប់រៀបអាពាហ៍ពិពាហ៍ឲ្យកូនស្រីច្បងហើយនៅសល់$5,000ទៀតគឺសម្រាប់ទិញរថយន្ត Toyota Camry ចាស់មួយគ្រឿង លោកចៅក្រមបន្ទាប់មកខ្ញុំចង់បង្ហាញភស្តុតាង H3 ដើម្បីសួរសំណួរទៀត បាទសូមអញ្ជើញ X3 号証請求書兼領収書1枚を示します នេះគឺជាភស្តុតាង H3 ដែលគឺជាវិក័យប័ត្ររបស់លោកទិញរថយន្តមួយហើយដែលរថយន្តនោះមានតម្លៃ$5,000ដោយដែលលោកបាននិយាយអំបញ្ញមិញនេះតើមែនឬទេ បាទមែន ពីខែកក្កដាមកលោកបានដាស់តឿនចុងចម្លើយថាសង$9,600មកតើមែនឬទេ មិនមែនទេខ្ញុំគ្រាន់តែនិយាយថាសងប្រាក់ខ្ញុំមកតែប៉ុណ្ណោះមិនបាននិយាយទឹកប្រាក់ទេក៏ប៉ុន្តែជាធម្មតាទេនេះមានន័យថាសង$9,600មក ពាក្យថាប្រាក់នេះមានន័យថាសង$9,600មែនទេ បាទ សូមអរគុណលោកចៅក្រមខ្ញុំតំណាងដើមចោតសូមបញ្ចប់សំណួរត្រឹមនេះ បាទបន្ទាប់មកសូមអញ្ជើញលោកតំណាងចុងចម្លើយឡើងសួរ បាទសូមអរគុណលោកចៅក្រមបន្ទាប់មកខ្ញុំតំណាងចុងចម្លើយសូមសួរនៅថ្ងៃទី1មិថុនាលោកគិតឃើញថាចុងចម្លើយនឹងសងប្រាក់$9,600តើមែនទេ បាទអញ្ចឹងហើយ លោកបានរៀបអាពាហ៍ពិពាហ៍កូនស្រីច្បងរបស់លោកដោយរំពឹងទៅលើប្រាក់$9,600ដែលគេនឹងសងនោះមិនថាអញ្ចឹងឯលោក បាទប្រហែលជាអញ្ចឹងក៏មិនដឹង តើអាពាហ៍ពិពាហ៍របស់កូនលោកចំណាយអស់ប្រាក់ប្រមាណដែរ ចំណាយសរុបខ្ញុំមិនចាំច្បាស់ដែរតែខ្ញុំបានចេញ$5,000 តាមពិតលោកចាយអស់ច្រើនជាងនឹងមែនទេ ចំណងដៃក៏យកមកចាយសម្រាប់អាពាហ៍ពិពាហ៍នោះដែរដូច្នេះសរុបអស់ប្រមាណខ្ញុំដូចជាមិនសូវដឹងច្បាស់ដែរ តើលោកមានគណនីធនាគារណាផ្សេងទៀតក្រៅពីគណនីធនាគារដែលលោកបានដាក់មកតុលាការនេះដែរឬទេ គណនីធនាគារខ្ញុំក្រៅពីនេះគ្មានទេ ក្រែងលោកបានបញ្ចូលប្រាក់$6,000ដែលចុងចម្លើយបានសងនៅថ្ងៃទី1ខែមិថុនានោះទៅគណនីផ្សេងទេដឹង អំបញ្ញមិញខ្ញុំបាននិយាយថាក្រៅពីនេះខ្ញុំគ្មានគណនីផ្សេងទេខ្ញុំមិនបានទទួល$6,000នោះតតែសោះ ឥឡូវខ្ញុំសូមសួរសំណួរផ្សេងវិញលោកបានទិញរថយន្តតម្លៃ$5,000ឲ្យកូនប្រុសច្បងរបស់លោកមិនអញ្ចឹងហ៎បាទ បាទមែន តើលោកបានគិតថាទិញរថយន្តនោះនៅពេលណាដែរ ខ្ញុំចាំមិនច្បាស់ដែរក្រៅពីពេលបានកំណត់ថ្ងៃខែរៀបអាពាហ៍ពិពាហ៍កូនស្រីខ្ញុំដូច្នេះប្រហែលជាខែកុម្ភៈឆ្នាំ2006 ដូច្នេះលោកបានរំពឹងថាលោកនឹងបានទទួល$9,600នៅថ្ងៃទី1មិថុនាដើម្បីទិញរថយន្តនោះមិនថាអញ្ចឹងឯលោក បាទ តាមសម្ដីអំបញ្ញមិញលោកនិយាយថាលោកគ្មានគណនីធនាគារផ្សេងក្រៅពីនេះទេ
ហើយលោកបានដក$10,000នៅសល់តែ$5,500ប៉ុណ្ណោះហើយនេះគឺជាទ្រព្យសម្បត្តិទាំងអស់របស់លោកមែនទេ អញ្ចឹងហើយ តើលោកមានចំណូលមួយខែប្រហែលប្រមាណដែរ ទៅតាមខែដែរគឺថាវាទៅតាមចំណូលហាងខ្ញុំដែលលក់បានប៉ុន្តែបើសិនគិតជាមធ្យមទៅប្រហែលជា$1,000 ក្នុងស្ថានភាពដូចនេះហេតុអ្វីបានជាលោកមិនពន្យាពេលទិញរថយន្តនៅខែមិថុនានោះ គឺដោយសារតែខ្ញុំចង់ធ្វើយ៉ាងណាឲ្យមានសមភាពរវាងកូនប្រុសច្បងហើយនិងកូនស្រីច្បងអញ្ចឹងហើយបានជាខ្ញុំដកប្រាក់$10,000ទៅទិញតាមការគ្រោងទុកនោះទៅ គេមិនសងប្រាក់គ្រប់ចំនួនតើលោកខឹងដែរឬទេ អូខ្ញុំខឹងគាត់មិនគោរពពាក្យសន្យារបស់គាត់ ចុងចម្លើយមានអាកប្បកិរិយាសុំទោសលោកដោយសារនៅថ្ងៃទី1មិថុនាគាត់មិនបានសងបំណុលទាំងអស់មែនទេ បាទប្រហែលដែរ គេសងលោក$6,000តែដោយសារតែគេសងមិនបានគ្រប់ចំនួនដូច្នេះហើយបានជាលោកខឹងនឹងគេមិនចេញវិក័យប័ត្រឲ្យគេមិនចឹងឯលោក លោកដូចជានិយាយជ្រុលនេះអាហ្នឹងជារឿងដែលលោកបណ្ឌិតទេខ្ញុំបាននិយាយប្រហែលដងហើយថាខ្ញុំមិនដែលបានទទួលប្រាក់$6,000នោះទេ លោកឆ្លៀតឱកាសដែលចុងចម្លើយមានចិត្តភ័យខ្លាចដោយសារគេមិនបានសងគ្រប់ចំនួនមែនទេ ទេមិនមែនជាដាច់ខាត នៅថ្ងៃ1មិថុនានោះដោយសារតែឮថាឪពុកចុងចម្លើយមានជំងឺលោកក៏មានចិត្តអាណិតអាសូរចំពោះគេដែរមិនចឹងឯលោក ខ្ញុំក៏ជាមនុស្សមានចិត្តធម៌ដែរ ដូច្នេះហើយលោកលើកលែង$3,600នោះមិនថាអញ្ចឹងទេ ស្អីទៅ$3,600នោះខ្ញុំបាននិយាយហើយនិយាយទៀតថាខ្ញុំអត់បានទទួល$6,000ទេសូមកុំសួរភ្លីភ្លើអញ្ចឹង លោកតំណាងចុងចម្លើយសូមឈប់សួរសំណួរហ្នឹងទៅបើមានសំណួរក្រៅពីនេះសូមអញ្ជើញបន្ត បាទលោកចក្រមខ្ញុំយល់ហើយខ្ញុំសូមបញ្ចប់សំណួរត្រឹមនេះ លោកតំណាងដើមចោតតើលោកមានសំណួរបន្ថែមទេ បាទខ្ញុំអត់មានសំណួរអីទៀតទេ បើអត់ទេខ្ញុំសូមបញ្ចប់ការសាកសួរសម្រាប់ខ្លួនដើមចោតសូមអរគុណដើមចោត នីតិវិធីពេលដាក់ពាក្យបណ្ដឹងដល់ពេលពិនិត្យភស្តុតាងត្រូវបានបញ្ចប់ត្រឹមនេះតើលោកអ្នកយល់ឃើញយ៉ាងណាដែរអំពីនីតិវិធីនីមួយៗទាំងនេះក្រោយពីបានធ្វើការពិនិត្យភស្តុតាងដោយសមូហវិធីរួចមកមុនពេលបញ្ចប់ការបរិច្ឆេទនៃការទាញហេតុផលនៃផ្ទាល់មាត់លើកទី1ចៅក្រមបានសាកត្បង់ធ្វើការសម្របសម្រួលទៀតក៏ប៉ុន្តែភាគីទាំងសងខាងមិនត្រូវរយគ្នាទេហើយភាគីទាំងសងខាងចង់បានការសម្រេចពីតុលាការ ដូច្នេះហើយនៅការបរិច្ឆេទនៃការទាញហេតុផលលើកទី2ភាគីទាំងសងខាងបានធ្វើសេចក្តីថ្លែងការណ៍អំពីឯកសារត្រៀមចុងក្រោយហើយបន្ទាប់មកតុលាការក៏បានបញ្ចប់ការបរិច្ឆេទនេះក្រោយមកទៀតនៅការបរិច្ឆេទនៃការទាញហេតុផលឲ្យផ្ទាល់មាត់លើកទី3ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី4ខែមេសាឆ្នាំ2007តុលាការក៏បានប្រកាសសាលក្រមដូច្នេះហើយនីតិវិធីនៃការជំនុំជម្រះលើកទី1ត្រូវបានបញ្ចប់សពគ្រប់ យើងខ្ញុំជឿជាក់ថាវីដេអូនេះច្បាស់ជាអាចជួយឲ្យដំណើរការនៃការអនុវត្តក្រមនីតិវិធីរដ្ឋបវេនីនៅប្រជាណាចក្រកម្ពុជាមានភាពរលូនជាមិនខាន។